ពីសម័យរដ្ឋការនៅទីកន្លែងណាក៏ដូចទីកន្លែងណាដែរគឺពោពេញទៅដោយព្រៃស្តុបទ្រំដើមឈើធំធំសម្បូរខ្លាំងណាស់កាលពីសម័យនោះម្យ៉ាងទៀតនៅតាមដែនព្រៃក៏សម្បូរទៅដោយពពួកសត្វកាចដូចជាពពួកវង្សសត្វខ្លានិងពួកចចកផងដែរហើយកាលពីសម័យនោះផងដែរអ្នកដែលធ្វើដំណើរចូលទៅក្នុងព្រៃតែងតែប្រឈមមុខជាមួយនឹងពួកវាភាគច្រើនណាស់អ្នកដែលរងគ្រោះដោយសារតែពពួកសត្វរស់នៅក្នុងព្រៃនោះវាធ្វើបាបគឺមានតែពពួកអ្នកចេះមន្តអាគមតែប៉ុណ្ណោះដែលគេអាចការពារខ្លួនបាននៅពេលដែលគេធ្វើដំណើរចូលទៅក្នុងព្រៃម្យ៉ាងទៀតដោយសារតែពពួកសត្វព្រៃច្រើនក៏ល្បីល្បាញគ្រប់ទីកន្លែងថាមានពពួកសត្វច្រាបធ្វើដំណើរចូលទៅក្នុងភូមិធ្វើបាបទៅកាន់អ្នកស្រុកនៅភូមិផងដែរសត្វចិញ្ចឹមមួយចំនួនក៏ត្រូវពួកវាសម្លាប់ស៊ីធ្វើជាចំណីចំណែកឯមនុស្សវិញនៅពេលណាធ្វើដំណើរទៅធ្វើការនៅឯដីចំការឆ្ងាយៗពីផ្ទះនៅក្បែរព្រៃតែងតែត្រូវការគំរាមកំហែងពីពួកវានឹងឯងចាស់ទុំទៅធ្វើចំការបាត់ក្មេងៗនៅឯផ្ទះក៏គ្មានអ្នកមើលថែដូច្នោះហើយពួកគាត់តែងតែមានចិត្តព្រួយបារម្ភទៅកាន់កូនចៅរបស់គាត់នៅតូចនាំគ្នារត់លេងតាមផ្លូវព្រោះថាការសម័យនោះផ្ទះសម្បែងនឹងភូមិគឺនៅជាប់ព្រៃនោះទេម្យ៉ាងទៀតផ្ទះសម្បែងក៏មិនបាននៅជិតគ្នាដូចជាសពថ្ងៃដែរគឺពួកគេសាងសង់ផ្ទះនៅតាមក្បាលដីរបស់គេតែប៉ុណ្ណោះឥឡូវនេះយើងទៅនិយាយពីភូមិមួយដែលជាភូមិមានប្រជាជនរស់នៅច្រើនគ្រាន់បើដែរក៏ប៉ុន្តែវាជាភូមិជាប់ដែនព្រៃពួកគាត់ទទួលរងគ្រោះដោយសារតែពពួកសត្វខ្លាច្រាបចូលទៅធ្វើបាបដល់ពួកគាត់នៅក្នុងថ្ងៃមួយដោយសារតែអ្នកភូមិមិនអាចទ្រាំទ្រដោយសារតែការធ្វើបាបរបស់ពពួកសត្វច្រាបទាំងអស់នោះអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាធ្វើដំណើរទៅកាន់ផ្ទះលោកមេភូមិរួចឆោយពិភាក្សាសាច់រឿងទាំងអស់នេះក្រោយមកមេភូមិក៏បានប្រកាសថាបើសិនជាអ្នកណាមានមន្តអាគមអាចទៅកម្ចាត់សត្វខ្លាច្រាបបាននោះឬក៏អាចចូលមកក្នុងភូមិនេះការពារភូមិគាត់បានគាត់នឹងឲ្យលុយកាក់ជាច្រើនទៅកាន់អ្នកនោះសេចក្តីប្រកាសនេះបានប្រកាសអស់រយៈពេលខ្ទង់ប្រហែលជាង1ខែដែរបន្ទាប់មកស្រាប់តែមានអ្នក2នាក់បានធ្វើដំណើរចូលមកក្នុងភូមិនេះពួកគេនេះគឺជាសម្លាញ់នឹងគ្នាហើយក៏ជាអ្នកចេះមន្តអាគមចេះរបៀងធ្វើដំណើរចូលទៅក្នុងព្រៃដែរពូថងនិងពូធៀងពួកគាត់ទៅតែចេញពីសំណាក់គ្រូរួមគ្នាម្យ៉ាងទៀតពួកគាត់ទាំង2នាក់ក៏ត្រូវជាបងប្អូនជីដូនមួយនឹងគ្នាដោយសារតែស្រឡាញ់និងរាប់អានពួកគាត់ក៏បានរាប់គ្នាធ្វើជាខ្លាម្នាក់ទៅអ្នកទាំងពីរកំពុងតែស្វែងរកការងារធ្វើផងព្រោះថាការសម័យនោះមានតែការងារលីសែងនៅពេលដែលគាត់ឮសេចក្តីប្រកាសនោះគាត់ក៏ចាប់ផ្ដើមធ្វើដំណើរសំដៅទៅកាន់ភូមិដែលកំពុងតែមានពពួកសត្វខ្លាវេរាតត្បាតធ្វើបាបទៅកាន់អ្នកភូមិនោះឯងបន្ទាប់ពីគាត់ធ្វើដំណើរចូលទៅដល់មានអ្នកភូមិផ្សេងទៀតក៏ចាប់ផ្ដើមនាំពួកគាត់ទាំងពីរនាក់ទៅជួបជាមួយនឹងមេភូមិម្នាក់ឈ្មោះថាមេភូមិសាមតាសាមបន្ទាប់ពីបានពិភាក្សាជាមួយនឹងពួកគេហើយនៅក្នុងពេលនោះគាត់ក៏ចាប់ផ្ដើមនិយាយតម្លៃគ្នាពេលនោះពូធៀងក៏បាននិយាយទៅកាន់តាសាមថានៅតាបើសិនជាខ្ញុំនៅទីកន្លែងនេះជួយកម្ចាត់ព្រៃខ្លះឲ្យទៅកាន់អ្នកភូមិតើឲ្យតម្លៃខ្លួនពួកខ្ញុំទាំងពីរនាក់នេះប៉ុន្មានទៅមេភូមិក៏បានតបថាណែអ្នកទាំងពីរបើសិនជាអ្នកទាំងពីរអាចកម្ចាត់សត្វព្រៃខ្លះដែលបានចូលមករាតត្បាតធ្វើបាបទៅកាន់អ្នកភូមិបាននោះខ្ញុំនឹងឲ្យអ្នកទាំងពីរ100កាក់កាលពីសម័យនោះ100កាក់គឺវាថ្លៃដែរនៅពេលនោះពូធៀងជាមួយនឹងពូថងក៏ចាប់ផ្ដើមសម្លឹងមុខគ្នាក្រោយមកពូថងក៏បាននិយាយថាណែលោកមេភូមិតើសត្វខ្លាធ្វើដំណើរចូលមកក្នុងភូមិនេះអ្នកទាំងអស់គ្នាដឹងច្បាស់ទេថាវាគឺជាសត្វខ្លាអ្វីគឺជាខ្លាច្រាបឬក៏វងខ្លាធម្មតាមេភូមិរកនឹកបន្តិចរួចហើយគាត់ក៏បានតបថាណែរឿងនេះពួកខ្ញុំក៏មិនច្បាស់ដែរក៏ប៉ុន្តែពួកខ្ញុំតាំងពីឃើញព្រានព្រៃបានស្លាប់នៅក្នុងព្រៃមកស្រាប់តែមានរឿងហេតុពពួកសត្វខ្លាចូលមកក្នុងភូមិតែម្ដងដូច្នេះហើយអ្នកភូមិក៏បានកត់សម្គាល់ថានោះគឺជាព្រៃខ្លាទៅព្រោះធ្លាប់ឮចាស់ៗនិយាយតាំងពីដើមហើយបើសិនជាមានពពួកសត្វខ្លាស៊ីព្រានព្រៃឬក៏ស៊ីអ្នកចេះអាគមវាតែងតែកើតមានព្រៃខ្លាឡើងដូច្នេះហើយតាំងពីឃើញព្រានណាងបានស្លាប់ពួកខ្ញុំក៏បានគិតថាមានព្រៃខ្លាចូលមករាតត្បាតនៅក្នុងភូមិទៅ
ចំណែកឯមនុស្សបានឃើញសត្វខ្លាច្បាស់នោះដូចជាមិនមាននោះទេព្រោះថាពួកគេឲ្យតែឃើញសត្វខ្លានឹងនាំគ្នារត់ឡើងទៅលើផ្ទះហើយពូធៀងនិងពូធុងបានសម្លឹងមកគ្នាក្រោយមកគាត់ក៏បានតបថាណែបើតាមស្ដាប់សម្ដីរបស់លោកមេភូមិទៅប្រហែលជាមិនទាន់ច្បាស់ថាសត្វខ្លាចូលមកក្នុងភូមិនេះមានប្រមាណក្បាលនោះទេមេភូមិបានងក់ក្បាលក្រោយមកគាត់ក៏បាននិយាយថាណែគ្រូអាគមទាំងពីរបាននិយាយពីរឿងនេះគ្មានអ្នកណាច្បាស់នោះទេព្រោះថាសត្វខ្លាពេលខ្លះក៏បានធ្វើដំណើរចូលមកក្នុងភូមិនៅពេលយប់ពេលខ្លះវាក៏បានវាយប្រហារទៅកាន់សត្វចិញ្ចឹមនៅក្នុងភូមិទាំងពេលថ្ងៃតែម្ដងរឿងនេះខ្ញុំក៏មិនហ៊ានបញ្ជាក់ឲ្យច្បាស់ដែរថាវាមានប្រមាណក្បាលនោះព្រោះថាមិនទាន់បានឃើញពិតប្រាកដក្រោយមកពូធៀងគាត់ក៏បានសួរមេភូមិថាណែលោកមេភូមិតើវាឧស្សាហ៍ធ្វើដំណើរចេញចូលមកក្នុងភូមិនេះដែរឬទេមួយសប្តាហ៍ឬក៏មួយខែមេភូមិបានតបទៅវិញថាណែមួយសប្តាហ៍ចូលទៅពី3ដងឯណោះមិនមែនមួយខែនោះទេសត្វខ្លានេះមើលទៅវាហ៊ានខ្លាំងណាស់វាដូចជាមិនខ្លាចអ្នកភូមិតតែសោះក្រោយមកអ្នកទាំងពីរក៏បានដឹងថាបើសិនជាខ្លាធ្វើដំណើរចូលមកក្នុងភូមិញឹកញាប់ដូចនេះប្រកាសជាខ្លាវងពិតជាមិនខានវាប្រហែលជាពពួកខ្លាសម្បុកដែលមករស់នៅទីកន្លែងនេះវាដើរជាក្រុមវាមិនខ្លាចមនុស្សនោះទេពូធៀងគាត់ក៏បានសម្លឹងមុខសម្លាញ់រួចហើយនិយាយថាណែសម្លាញ់មើលទៅ100កាក់នេះយើងប្រហែលជាស៊ីមិនឆ្ងាញ់ទេបើតាមស្ដាប់ទៅខ្លាគឺមានចំនួនច្រើនខ្លាំងណាស់ក៏ប៉ុន្តែណាស់ហើយជ្រុលជានិយាយជាមួយនឹងគាត់ទៅហើយយើងនៅទីកន្លែងនេះទៅណែលោកមេភូមិបើសិនជាខ្ញុំសម្រាប់នៅទីកន្លែងនេះចោះចំណែកឲ្យរឿងបាយទឹកនោះតើគិតយ៉ាងម៉េចដែរព្រោះខ្ញុំគិតថាខ្លាច្រើនណាស់ទម្រាំតែពួកខ្ញុំអាចត្រឡប់ទៅផ្ទះវិញនោះគឺមិនងាយនោះទេមេភូមិបានញញឹមបន្តិចក្រោយមកគាត់ក៏បាននិយាយថាអូរឿងបាយទឹកចំពោះអ្នកទាំងពីរនាក់សូមកុំព្រួយបារម្ភអីខ្ញុំនឹងឲ្យកូនក្រមុំរបស់ខ្ញុំគេដាំស្លឲ្យអ្នកទាំងពីរជារៀងរាល់ថ្ងៃសំខាន់ឲ្យតែអ្នកទាំងពីរនៅទីកន្លែងនេះជួយចាត់ការសត្វខ្លានេះជួយទៅដល់អ្នកភូមិទៅក្រោយមកលោកពូទាំងពីរនាក់ក៏សម្រេចចិត្តថានៅទីកន្លែងនេះកុំចាត់ទៅកាន់ពួកសត្វខ្លានោះក៏ប៉ុន្តែគាត់ក៏មិនទាន់ប្រកាសថាសត្វខ្លាធ្វើដំណើរចូលមកក្នុងភូមិគឺជាសត្វខ្លាច្រាបឬក៏ពពួកសត្វខ្លាធម្មតាដែរបន្ទាប់ពីនោះទៅមេភូមិក៏ចាប់ផ្ដើមហៅអ្នកភូមិទាំងអស់គ្នាឲ្យមកជួយសាងសង់កូនខ្ទមមួយសម្រាប់ឲ្យអ្នកទាំងពីរនាក់សម្រាកនៅទីកន្លែងនេះការសាងសង់កូនខ្ទមនោះវាមិនយូរប៉ុន្មាននោះទេព្រោះថាស្រុកភូមិនេះគឺសម្បូរទៅដោយព្រៃមកយ៉ាងទៀតនោះអ្នកភូមិគេក៏ស្រោះគ្នាផងដែរព្រោះថាគេមានការព្រួយបារម្ភចំពោះសត្វខ្លាចូលមករាតត្បាតនៅក្នុងភូមិអស់រយៈពេលជាយូរណាស់មកហើយឥឡូវបើសិនជាមានអ្នកខ្លាំងចេះខាងផ្នែកមន្តអាគមនោះមកជួយពួកគេនោះរឿងឲ្យពួកគេមិនសប្បាយចិត្តមិនស្រោះដៃគ្នាជួយធ្វើខ្ទមឲ្យតែកាន់អ្នកទាំងពីរអ្នកនោះនៅពេលដែលសាងសង់ខ្ទមនោះពូធៀងគាត់ក៏បានសួរទៅកាន់ពូមីនថានៅលោកបងបើសិនជាស្រុកភូមិនេះពោពេញទៅដោយសត្វខ្លាចូលមករាតត្បាតដូចនេះហើយអ្វីក៏អ្នកភូមិមិនរើផ្ទះសប្បាយចេញពីទីកន្លែងនេះទៅព្រោះថាទីកន្លែងនេះក៏នៅរៀងឆ្ងាយពីទីប្រជុំជនដែរម្យ៉ាងទៀតមានព្រៃផាត់ជំវិញគឺវាពោពេញទៅដោយគ្រោះថ្នាក់ខ្លាំងណាស់ពេលនោះពូមីនគាត់ក៏បានតបថាណែលោកប្អូនអ្នកភូមិរបស់ជើងគេនៅទីកន្លែងនេះគឺធ្វើដំណាំព្រមនឹងធ្វើដំណើរចូលទៅក្នុងព្រៃទៅកាប់ឈើយកមកធ្វើជាតុកទូគ្រឿងសង្ហារឹមម្យ៉ាងទៀតនោះអ្នកខ្លះក៏បោយផ្ដៅយកមកចាក់ធ្វើជារបស់របរផ្សេងទៀតដើម្បីយកទៅលក់បើសិនជាចេញពីទីកន្លែងនេះទៅថាពួកខ្ញុំនេះទៅរកស៊ីអ្វីវិញទៅម្យ៉ាងទៀតទីកន្លែងនេះគឺជាដីកំណើតឆ្អឹងដូនតាបានកប់នៅទីកន្លែងនេះច្រើនណាស់ជារៀងរាល់ឆ្នាំពួកខ្ញុំតែងតែនិមន្តព្រះសង្ឃចូលមកទីកន្លែងនេះរួចហើយបាំងស្គរនិងឧទ្ទិសកុសលផលបុណ្យឲ្យទៅកាន់អ្នកដែលបានស្លាប់ជាបុព្វការីជននោះបើសិនជាពួកយើងធ្វើដំណើរចេញពីទីកន្លែងនេះបានតើមានអ្នកណានៅធ្វើបុណ្យឧទ្ទិសកុសលឲ្យដូនតាទៅភ្នូររបស់ដូនតាកប់នៅទីកន្លែងនេះច្រើនណាស់ពូធៀងគាត់បាននិយាយថា
nơi lực bóng thọp miền nẹt trẻ cúm vừa đầm ná trong đó tí cái lại đại được tế nơi bề nú pu miên cót cờ vị ba cót ban trái tọp thà miền tế nơi tí cái lại ní miền nẹt trẻ cúm ná vừa đầm ná mọc lao cứ miền tài bộ biển bấy nơi không phom ní pi bảy nẹt đại hiền châu từประมาณ sát có bàn tay biển nắng có trời slap đối sát tại vùng khla bát haiจับตั้งไปเป็นนุมกเติบกาดเมียนปปุเปรคลานังไอเนี่ยผมก็จับด้ามนอมคณีสระสรัวช่วยไม่ได้ไม่จึงตอมระบบปูกอดก็บานเฮาย่างสถาปอจมในไอใส่โนได้เชื่อก้นกระมอมระบบลกไม่พมวิญก็บานเรียบจอมใบตึกตัวตะการเนี่ยแต่ปีนี้ผ่องได้บัดต่อปีนุตื้อปูทงหนึ่งปูเทียงก็บานก็เลยเคยสมรองระบบใส่โนได้เชื่อก้นระบบลกไม่พมนี่คือสระสารคลังนะเนี่ยตั้งปีใกล้เครียดตัววันตัวหมกรัวชายปุเทียงบ้านในใจทาในเว้ยตีกันไหลนี้คือจะพุ่มได้สระยาก่อปันท้ายใบจะมีกระหม่อมสะอาดในสมบัยตะโกนลุกไม่พุ่มนู้มือเนาะสะอาดด้วยจิบการจังจอมนายไอปุทงกอดก็บ้านในใจแต่การสำลังกอดวันทาเปิดกอดนะสมบัยแต่ยังทั่วดำนาการพุ่มนี้ก็บ้านเคยกระหม่อมสะอาดได้มันแมนแต่โกนระบบโลกไม่พุ่มหนุนเตเน่ตีกันไหลนี้วิดำไล่ใต้สมองกลางมันบานเตทวายบัดตีกันไหลดัชระยะปีตีประชุมจนก่อปันท้ายบ้านในใจปีสมรบการนุคือสะอาดนะกลายไปเรียบจำกระตอมอันเนี้ยตั้งปีเนี่ยรวยเนี่ยพุ่มก็จับดาวน้อมขณีชมเรียบเรียนเนี่ยตั้งปีนั่งเรียนโลกไม่พุ่มทวายดำนาแต่การเตะสมัยเกวันเตอมันเนี่ยสบายจัดนะบรรทบไปเมียนวัตเมียนเนี่ยใจระเบียนมนาคมจงมาดอสรกพุ่มระบบกวนจำในไอเนี่ยเตียงปีบานสำรักในขนมตอมระบบกวดนูเราหดดอกเปยจบกอดก็จับดามเรียบจอมซอมเพรียระบบกวดดามใบจัดการแต่การประปุสัตว์คลาก่อปันตายปุถงก็บานปรับแต่การลกไม่ภูมิทาในลกไม่ภูมิขยมจัดการแต่การประปุสัตว์เปรย์คลาซอมลกไม่ภูมิไวตระดาวประกาศปรับแต่ภูมิพองกอมอ้อยปูเกจอดทัวร์ดำน้ำในขนมเปยจบไปสตอกลายโลปุกชมตะปีเนี่ยโยนจะล้อมไอเหล่านี้จับไปเจียมมวยตื้อกอมอ้อยเนี่ยพุ่มได้ระยะไอโปรธาปปุสัตจับวิไอแปรกระลาดอมในโคลนคล้ายจะเจียมมนุษย์แบบนาก็บานได้ขยมคล้ายไกลทาจะล้อมมันจะจอมมนุษย์เนี่ยไอเมื่อพุ่มจับดามงูกบ้ากลายมกอดก็บานปราบเตอการโอนโปรระบอกกอดมาเนี่ยเนื้อสายไอนอมโกนใช้เตอกู้ตะดาวเตอปราบแต่การเนี่ยพุ่มแต่ออกนี้จบนี้มันเตอไอจอดทัวร์ดำนาตามเพลย์ประเดี๋ยวประดานุเตโปรธานเนี่ยตั้งปีนี้นึ่งจับดามจิมลูกบ้านจัดการแต่เลือปปุสันคลาหายโดยซาแต่โปรยบร้อมคล้ายปปุเปรย์คลาดำนายคล้วนทัวร์เช่นเนี่ยพุ่มคล้ายไกลปุเกณฑ์นี้สำหรับตื้อจะล้อมจ้องมนุษย์เนี่ยเองมาจางติดนูเนี่ยตั้งปีเนี่ยนี้มันตอนสกอมุกเราบอกเนี่ยพุ่มเชิงนุเตไอเลยสายไอเตอปราปุเกณฑ์ตื้อกลายหมอกอมสายได้ตรายเจ็บโอนโปรระบบตาสามตรายจะมีพุ่มนี้ก็จับดามนอมคณีดาโกตรดาวปรับแต่การเนี่ยพุ่มกรุบคณีจับไปจบในตื้อมันตรายไอจอบไปลืบเตียบได้ดานุเตคลายไกลเนี่ยได้ใจอากมตั้งปีเนี่ยนี้คือโยนจะล้อมเนี่ยผมบรรทบไปแต่ทั่วบ้านดำหนังนี้เขมียนนามันเนี่ยเห็นจอบไปลืบเตียในเปจบประลบนุลาวโปรธาคลายประปุสัตจราพองคลายกลัวกมตั้งปีเนี่ยนี้บันจะล้อมแต่การปวดกอดพองในเปจบปูเทียงช่วยนึกปุถงก็จับดามดาเจียมเตยจองผมเตยดามผมดาเตยดามองในเปได้ตดอจองผมก็บานโจเตยองกุยเล้งในขนมสลาชอเตียนมวยบันต่อไปชบบานฮอตมวยสันตุงปูก็จับดามเวิร์ตลบเตยวิงดาเตยดามองไปไม่จมก็ปันตายในขนมจบนุขมิ้นฮัดก้าไว้กัดลางนุเตปูเทียงบ้านในใจแต่การสำลังทาในอาสำลังเมื่อเตยจบนี้ปปูสัตว์คลาประหารเจวิมันเห็นจมมาขนมพมนุเตในไอเหล่านี้ปูเจิงรกไหลสมระสันเตยเมื่อจิตเพลือหายก่อปันตายบุตรทงบ้านตอบทาในเทียงถวยจากนี้มันออเตเจิงซีลอยเกก้มจ้องสมระมนเมาไอซอเยี่ยมไอปิ้งไม่จบเตยกลายเป็นนุเตยปูก็มันเห็นสมระได้ก็จับดามนอมคณีเยี่ยมรหดตัวเพลือบอลต่อไปเมฆเพลือปูก็จับดามทัวร์ดำน้ำสมได้โจแต่การเตียเมฆพมรัวชอยก็บานเตยสมระในขนมขตอมเตยปูตั้งปีเนี่ยนี้เยี่ยมเปยจบได้เปยไง
ចំណែកឯស្រីណូវិញនៅពេលដែលដល់ម៉ោងបាយម្ហូបឆ្អិននាងក៏បានទៅដាស់អ្នកទាំងពីរនាក់នេះឲ្យមកហូបបាយហូបទឹកព្រោះថាសម្លុកបានស្លោឆ្អិនហើយអ្នកកំឡោះទាំងពីរនាក់នេះឲ្យតែក្រមុំលើកបាយម្ហូបទៅតែងតែអៀនព្រោះថាខ្មាស់ជាមួយនឹងក្រមុំម្នាក់នេះក៏ប៉ុន្តែសម្រស់របស់ស្រីណូស្អាតដូចជាផ្កាអ្នកទាំងពីរនាក់នេះគ្រាន់តែឃើញហើយបានចាប់ចិត្តស្រឡាញ់ទាំងពីរនាក់តែម្ដងចារឹករឹកពីក៏សំរុំម្យ៉ាងទៀតការស្លុកនោះក៏ឆ្ងាញ់ត្រូវមាត់ទៀតផងចំណែកឯអ្នកស្រុកអ្នកភូមិវិញបន្ទាប់ពីឃើញអ្នកទាំងពីរនាក់បានចូលមកដល់ទីកន្លែងនេះពួកគាត់ក៏រៀងមានទំនុកចិត្តពួកគាត់ទៅធ្វើចំការក្បែរផ្ទះនោះក៏មិនសូវព្រួយបារម្ភទៅកាន់ពួកក្មេងខ្មាំងនៅក្នុងផ្ទះផងដែរវេលាជប់ទី2ក៏បានឈានចូលមកដល់អ្នកទាំងពីរនាក់ក៏ចាប់ដើមស្វែងកំភ្លើងរបស់គាត់ដើរជាមកាមនៅក្នុងភូមិបន្តទៀតនៅពេលពាក់កណ្ដាលអត្រាតស្រាប់តែពួកគាត់ហាក់ដូចជាបានឃើញមនុស្សម្នាក់មើលទៅដូចជាព្រានព្រៃកំពុងតែដើរពីខាងមុខរបស់គាត់នៅពេលនោះពូធៀងបាននិយាយឡើងថានៅសម្លាញ់នៅខាងមុខដូចជាមានមនុស្សដើរខ្មៅឯងមើលឃើញទេសម្លាញ់គាត់ងូក្បាលរួចហើយក៏បានតបថាតើអាសម្លាញ់ប្រហែលជាមានមនុស្សហើយពួកយើងទៅសួរនាំគេបន្តិចទៅណែត្រូវតែប្រុងប្រយ័ត្នផងក្រែងលោកពពួកព្រៃខ្លាវាតំណែងខ្លួនលើអ្នកភូមិថាឧស្សាហ៍មានមនុស្សដើរពេលជប់នៅទីកន្លែងនេះណាក្រោយមកពួកគាត់ទាំងពីរនាក់ក៏បានដើរសំដៅទៅរកមនុស្សដែលកំពុងទៅដើរពីខាងមុខនោះពូធៀងបានស្រែកសួរថាណែអ្នកដើរខាងមុខតើជាអ្នកណាគេទៅគឺជាអ្នកភូមិនេះឬក៏ជាអ្នកភូមិផ្សេងក៏ប៉ុន្តែมันបានលឺសំឡេងឆ្លើយតបនោះទេអ្នកដើរនៅតែដើរអ្នកទាំងពីរនាក់នៅតែបន្តដើរតាមពូធុងក៏បានស្រែកសួរទាំងសម្លុតថាយ៉ាងម៉េចមិនលឺខ្ញុំសួរទេអីខ្ញុំបានប្រាប់ហើយថាមិនឲ្យអ្នកភូមិចុះពីលើផ្ទះនោះទេហេតុអ្វីក៏ចុះដើរពេញតែដីអញ្ចឹងអ្នកដើរពីខាងមុខនោះក៏ចាប់ដើមក្រឡេកក្រោយរួចបានញញឹមភ្នែករបស់គេមានពន្លឺពណ៌ក្រហមឆេះចំណែកការស្លៀកពាក់មើលទៅដូចជាព្រានព្រៃភ្លាមនោះក៏ស្រាប់តែប្រែរូបរាងคล้ายទៅជាសត្វខ្លាដ៏ធំរួចហើយក៏ចាប់ដើមបោះពួយសម្ដៅទៅរកអ្នកទាំងពីរនាក់ក៏ប៉ុន្តែពេលនោះព្រៃខ្លាមិនបានដឹងថាអ្នកដើរជាមកាមទាំងពីរនាក់នោះពោពេញទៅដោយមន្តអាគមគាថានោះទេសត្វខ្លាបានស្ទុះទៅទាំងកំរោលអ្នកទាំងពីរនាក់បានគេចផុតបន្តិចរួចហើយក៏ចាប់ដើមទាញកំភ្លើងសូត្រខ្សែប្រសិទ្ធិមន្តអាគមដោយសារតែរៀងងឹតពួកគាត់បាញ់មិនចំគោលដៅច្បាស់នោះទេក៏ប៉ុន្តែគ្រាប់កំភ្លើងរបស់ពួកគាត់ពីរគ្រាប់បានបាញ់ចំទៅសត្វខ្លានោះសត្វខ្លាបន្ទាប់ពីដឹងថាអ្នកទាំងពីរនាក់នេះអាចធ្វើវាមានរបួសបានវាក៏ចាប់ដើមបោះពួយរត់ចេញពីទីកន្លែងនេះទៅចំណែកឈាមរបស់ព្រៃខ្លាបានហូររលាក់ពេញតែដីបន្តិចក្រោយមកអ្នកភូមិក៏បានស្រែកសួរពីលើផ្ទះថាអ្នកទាំងពីរនាក់តើមានរឿងអ្វីទៅមានខ្លាចូលភូមិមែនឬទេពូធៀងបានតបថាមែនហើយអ្នកទាំងអស់គ្នាអំបាញ់មិញនេះព្រៃខ្លាវាបានចូលមកក្នុងភូមិឥឡូវខ្ញុំបានបាញ់វាពីរគ្រាប់វាបានរត់គេចចេញពីទីកន្លែងនេះបាត់ទៅហើយក្រោយមកអ្នកភូមិដោយសារតែបានដឹងថាអ្នកទាំងពីរនាក់នេះបានបាញ់ត្រូវព្រៃខ្លាពួកគាត់ក៏ចាប់ដើមនាំគ្នាទាញចង្គៀងទាញចន្លោះរួចហើយចុះមកដីនៅពេលនោះអ្នកភូមិបានពិនិត្យមើលស្នាមជើងក៏បានឃើញថាមានស្នាមក្រញាំខ្លាធំពិតប្រាកដមែនហើយក៏មានស្នាមឈាមស្រក់នៅទីកន្លែងនេះដែរពេលនោះលោកពូម្នាក់ក៏បាននិយាយថាណែអ្នកទាំងពីរតើសត្វខ្លានោះអាចស្លាប់ដែរឬទេតែពូធៀងក្រវីក្បាលគាត់តបថាអត់ទេមើលទៅមិនស្លាប់ទេដោយសារតែវានោះរហ័សរហួនខ្លាំងពេកម្យ៉ាងទៀតសត្វខ្លានោះធំណាស់វាក៏ជាព្រៃខ្លាអាចពង្រីកពង្រួមខ្លួនបានអំបាញ់មិញនេះវាបានហក់សង្គ្រប់មកកាន់ពួកខ្ញុំទាំងពីរនាក់ដោយសារតែប្រញាប់ប្រញាល់ពេកក៏បាញ់ត្រូវពីរគ្រាប់មិនបានតម្រង់ចំគោលដៅនោះទេខ្ញុំគិតថាវាប្រហែលជាមិនស្លាប់ឡើយក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏វាមិនទាន់ចូលមករៀបបាននៅក្នុងភូមិឆាប់នេះដែរទម្រាំតែវាបានជារបួសនោះក៏ខ្ទង់ប្រហែលជា 4-10 ថ្ងៃដែរអ្នកភូមិម្នាក់លន់មាត់និយាយថាម៉េចសត្វខ្លាត្រូវពីរគ្រាប់ហើយអាចជារបួសបានត្រឹមតែ10ថ្ងៃជាងដូចជាមិនគួរឲ្យជឿសោះពូធុងបានតបថាណែអ្នកទាំងអស់គ្នាបើសិនជាសត្វខ្លាធម្មតានោះខ្ញុំមិនហ៊ានថានោះទេ
ក៏ប៉ុន្តែបើសិនជាព្រាយខ្លាអាចជាលឿនជាងនេះក៏អាចថាបានដែរសាច់ស្បែករបស់វានោះគឺមានអានុភាពខ្លាំងណាស់សូម្បីតែក្រកកំភ្លើងធម្មតាក៏បាញ់វាមិនមុតដែរម្យ៉ាងទៀតនោះព្រាយដែលបានសន្ធិដ្ឋនៅក្នុងខ្លួនរបស់វានោះមើលទៅដូចជាពពួកព្រានព្រៃពូមីនគាត់ក៏បាននិយាយថាណែអ្នកទាំងពីរមើលទៅប្រហែលជាព្រានណាងនឹងហើយដែលបានស្លាប់នៅក្នុងព្រៃវិញ្ញាណរបស់ព្រាននេះប្រកាសជាខ្លាចទៅជាព្រាយរស់នៅជាមួយនឹងព្រាយខ្លាពិតជាមិនខានព្រាននេះកាចណាស់កាលពីនៅរស់នោះលេងសើចជាមួយនឹងគាត់បានទេនៅស្លាប់ហើយខ្លាចទៅជាព្រាយបែរជានាំពពួកសត្វខ្លាមករាតត្បាតនៅក្នុងភូមិទៀតព្រាននេះពិតជាអាក្រក់ណាស់ពូថងបាននិយាយឡើងថាណែរឿងព្រានខ្លាចទៅជាព្រាយស្អីនោះខ្ញុំក៏មិនតន់ទុកចិត្តដែរព្រោះតែខ្ញុំមិនធ្លាប់បានឃើញព្រានណាងនោះទេឥឡូវនេះអ្នកទាំងអស់គ្នាវិលត្រឡប់ឡើងទៅលើផ្ទះសម្បែងវិញសិនទៅកុំឲ្យមានគ្រោះថ្នាក់បន្ទាប់ពីលើសម្ដីរបស់អ្នកទាំងពីរអ្នកភូមិក៏ចាប់ផ្ដើមសម្លឹងមកគ្នាពូមានបាននិយាយថាពួកយើងចុះមកលើដីនេះភ្លេចទេតើអត់ខ្លាចស្លាប់ទេអីព្រោះថាសត្វខ្លាមិនប្រកាសថាមានតែមួយក្បាលនោះទេតោះពួកយើងឡើងទៅលើវិញទៅក្រោយមកអ្នកភូមិក៏ចាប់ផ្ដើមប្រញាប់ប្រញាល់នាំគ្នាឡើងទៅលើផ្ទះរៀងៗខ្លួនចំណែកឯពូធៀងនិងពូថងក៏ចាប់ផ្ដើមដើរយាមល្បាតនៅក្នុងភូមិនេះបន្តទៀតពូធៀងបាននិយាយទៅកាន់សម្លាញ់ថាណែសម្លាញ់អើយមើលទៅ100កាក់នេះប្រហែលជាស៊ីមិនឆ្ងាញ់នោះទេភូមិនេះមានព្រៃខ្លាចូលមកអុកឡុកពិតប្រកបមែនហើយមិនប្រកាសថាមានតែព្រៃខ្លានោះទេប្រហែលជាមានពពួកវងខ្លាផ្សេងទៀតហើយមើលទៅស៊ីលុយនេះមិនឆ្ងាញ់ទេអ្នកទាំងពីរនាក់បានដើរញញឹមទៅមករួចហើយក៏បានដើរយាមនៅក្នុងភូមិនេះរហូតដល់ភ្លឺទៅវេលាព្រឹកឡើងអ្នកភូមិក៏បានធ្វើដំណើរទៅកាន់ផ្ទះរបស់លោកមេភូមិរួចហើយរៀបរាប់សាច់រឿងដែលបានកាត់ឡើងការបញ្ចប់បាញ់នេះឲ្យទៅកាន់មេភូមិបានដឹងបន្ទាប់ពីមេភូមិសាមបានដឹងសាច់រឿងទាំងអស់នេះគាត់ក៏ចាប់ផ្ដើមធ្វើដំណើរសំដៅទៅកាន់អ្នកទាំងពីរនាក់មេភូមិក៏បានសួរទៅកាន់ពូធៀងនិងពូថងថាណែអ្នកទាំងពីរយប់មិញបានល្បីលើអ្នកភូមិថាអ្នកទាំងពីរបានបាញ់ត្រូវសត្វព្រៃខ្លាតើពិតប្រាកដមែនឬទេពូធៀងក៏បានតបថាមែនហើយលោកមេភូមិការបញ្ចប់មិញនេះមានព្រៃខ្លាចូលមកអុកឡុកនៅក្នុងភូមិពិតប្រាកដមែនក៏ប៉ុន្តែព្រៃខ្លានោះបានតំណែងខ្លួនធ្វើជាព្រានព្រៃម្នាក់ខ្ញុំមិនបងគិតស្មានថាវាជាអ្នកភូមិធម្មតាទេតើតែមិននឹកស្មានថាវាគឺជាព្រៃខ្លាតំណែងខ្លួននោះទេមេភូមិក៏ចាប់ផ្ដើមចាប់អារម្មណ៍រួចហើយក៏បានសួរទៅកាន់ពូធៀងថានៅអ្នកទាំងពីរតើព្រាននោះមានរូបរាងយ៉ាងម៉េចហើយមានកម្ពស់កម្ពស់ប៉ុណ្ណាដែរទៅក្រោយមកពូធៀងក៏បានតបថាលោកមេភូមិរឿងកម្ពស់កម្ពស់នោះខ្ញុំចាំមិនច្បាស់នោះទេក៏ប៉ុន្តែដឹងថាគាត់នោះមានមាឌធំដោយសារតែយប់មិញងឹតពេកខ្ញុំមើលទៅប្រហែលជាព្រានដែលបានស្លាប់នៅក្នុងព្រៃដែលលោកមេភូមិបាននិយាយនោះហើយគឺជាព្រាយដែលជាអ្នកនាំសត្វខ្លាចូលមកកាន់ទីកន្លែងនេះមេភូមិក៏ចាប់ផ្ដើមឈ្ងោកមកចោះរួចហើយដកដង្ហើមធំនៅពេលនោះគាត់បាននិយាយថាអើយមើលទៅប្រហែលជាអញ្ចឹងហើយការព្រានណាងវានៅរស់នោះវានេះកាចណាស់ផឹកស្រាម្ដងតែទៅលោឡាដាក់ទៅកាន់អ្នកភូមិឥឡូវនេះស្លាប់ហើយប្រហែលជាមានកំហឹងជាមួយនឹងអ្នកភូមិទើបនាំសត្វខ្លាចូលមកកាន់ទីកន្លែងនេះពេលនោះពូថងគាត់ក៏បាននិយាយទៅកាន់មេភូមិថាលោកមេភូមិតាមបរិច្ចាគនេះមានមនុស្សធ្វើដំណើរចូលទៅក្នុងព្រៃបន្តទៀតដែរឬទេមេភូមិងក់ក្បាលរួចក៏តបថាណែខ្ញុំបានប្រាប់ទៅកាន់អ្នកភូមិថាជប់ធ្វើដំណើរចូលទៅក្នុងព្រៃហើយក៏ប៉ុន្តែនៅមានម្នាក់ពីរនាក់ដែរតែតែលួចធ្វើដំណើរចូលទៅក្នុងព្រៃនោះមើលទៅពួកគេប្រហែលជាលែងខ្លាចស្លាប់ហើយខ្ញុំព្រួយបារម្ភណាស់ពួកអ្នកនិយាយមិនស្ដាប់ដូច្នេះចូលទៅក្នុងព្រៃមានរឿងចឹងមិនចឹងម៉ាននោះអ្នកផ្សេងចេះតែបន្ទោសខ្ញុំមេភូមិនេះមិនចេះមើលការខុសត្រូវនៅក្នុងភូមិក៏ប៉ុន្តែអ្នកទាំងពីរអើយខ្ញុំនិយាយច្រើនដងហើយតែអ្នកភូមិគេមិនស្ដាប់នោះទេក៏ប៉ុន្តែគិតទៅក៏ពិបាកបន្ទោសទៅកាន់ពួកគេដែរព្រោះថាអ្នកក្នុងស្រុកភូមិរបស់ខ្ញុំនេះគឺគេរស់នៅដោយសារតែធ្វើសម្ភារៈអំពីឈើនិងចាក់អំពីផ្ដៅជាដើមនៅពេលដែលធ្វើបានច្រើនតែមានម៉ួយ
ឈ្មោះផ្សេងទៀតមកទិញយកទៅលក់បន្តនៅទីប្រជុំជនបើសិនជាហាមឃាត់ពួកគេមិនឲ្យចូលទៅក្នុងព្រៃនោះវាហាក់ដូចជាផ្ដាច់ឆ្នាំងបាយរបស់ពួកគេអញ្ចឹងនៅពេលនេះខ្ញុំនិយាយតាមដំណើរទៅអ្នកណាស្ដាប់ក៏ស្ដាប់អ្នកណាមិនស្ដាប់ក៏មិនស្ដាប់ទៅក៏ប៉ុន្តែពេលនេះរឿងដែលខ្ញុំគិតសង្ឃឹមនោះសង្ឃឹមថាអ្នកទាំងពីរអ្នកនឹងអាចចាត់ការទៅកាន់ពពួកសត្វខ្លានេះបានឆាប់រហ័សអ្នកទាំងពីរក៏បានញញឹមរួចតបថាណែមិនអីទេលោកមេភូមិមានខ្ញុំនៅទីកន្លែងនេះទៅហើយសូមលោកមេភូមិកុំព្រួយបារម្ភអីក៏ប៉ុន្តែខ្ញុំងងុយគេងណាស់ខ្ញុំសូមសម្រាកសិនហើយព្រោះថាពេលយប់ដើរយាមមួយយប់ទល់ភ្លឺជើងក៏ចុកដែរក្រោយមកមេភូមិគាត់ក៏បានសុំលាអ្នកទាំងពីរដោយសារតែចង់ទុកពេលឲ្យពួកគាត់សម្រាករីឯស្រីនោះក៏ចាប់ផ្ដើមទុកតាប់ធ្វើម្ហូបដាំបាយឲ្យទៅកាន់អ្នកទាំងពីរអ្នកនេះផងដែរមេភូមិនេះចិត្តល្អណាស់សុខចិត្តចំណាយលុយកាក់ទិញម្ហូបអាហារធ្វើបាយធ្វើទឹកឲ្យទៅកាន់អ្នកទាំងពីរអ្នកនេះហូបជារៀងរាល់ថ្ងៃហើយគាត់ក៏មិនដឹងថានៅពេលណាសត្វព្រៃខ្លះត្រូវពួកគេទាំងពីរអ្នកចាត់ការបានដែរនេះហើយទើបទឹកចិត្តរបស់អ្នកគ្រប់គ្រងពិតប្រាកដគាត់សុខចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួនរបស់គាត់ដើម្បីឲ្យតែអ្នកភូមិរបស់គាត់នេះរស់នៅបានសុខសាន្តអ្នកភូមិគាត់ក៏សប្បាយចិត្តដែរបើសិនជាបានមេភូមិល្អដូចជាតាសាមនេះអ្នកទាំងពីរនាក់ដេកលក់មិនតនឹងបានប្រមាណផងស្រាប់តែបានលឺសំឡេងជ្រូកស្រែកម្យ៉ាងទៀតក៏មានអ្នកភូមិពួកគេធ្វើដំណើរចូលមកទីកន្លែងនេះមកស្រែកហៅអ្នកទាំងពីរនាក់ពូធៀងនិងពូធុងក៏ចាប់ផ្ដើមភ្ញាក់មកមើលរួចហើយក៏ចាប់ផ្ដើមទាញកំភ្លើងរត់សម្ដៅទៅតាមអ្នកភូមិដែលបានស្រែកហៅនោះទៅក្រោយមកអ្នកទាំងពីរក៏បានទៅដល់ផ្ទះលោកពូម្នាក់ខណៈពេលនោះគាត់ស្រាប់តែបានឃើញសត្វខ្លាមួយគូកំពុងតែខាំទាញសត្វជ្រូកដែលកំពុងតែជាប់ចំណងចងនៅនឹងមកគោលនៅខាងក្រោមផ្ទះភ្លាមនោះអ្នកទាំងពីរនាក់មិនអល់ឯកក៏ចាប់ដើមទាញកំភ្លើងរបស់ពួកគាត់បាញ់ចប់ជីវិតសត្វខ្លាទាំងគូនោះទៅសត្វខ្លាមួយគូនោះវាមើលទៅមិនមែនជាសត្វព្រៃខ្លាស្អីនោះទេគ្រាន់តែជាខ្លាព្រៃធម្មតាតែប៉ុណ្ណោះបន្ទាប់ពីលឺស្នូរកំភ្លើងក្ដួងក្ដាំងអ្នកភូមិទាំងអស់គ្នាក៏ចាប់ផ្ដើមផ្អើលឈូឆរធ្វើដំណើរសម្ដៅទៅកាន់ផ្ទះលោកពូម្ចាស់ជ្រូកនោះអ្នកភូមិបន្ទាប់ពីពួកគេទៅដល់គេស្រាប់តែបានឃើញខ្លាពីរក្បាលបានដេកស្ដុកស្ដង្កនៅទីកន្លែងនោះក្រោយមកពួកគេក៏ចាប់ផ្ដើមសម្លឹងមកគ្នាទៅវិញទៅមករួចហើយក៏បានធ្វើដំណើរសម្ដៅទៅរកអ្នកទាំងពីរនាក់អ្នកភូមិក៏បានសួរទៅកាន់ពុទ្ធៀងនិងពុទ្ធុងថានៅអ្នកទាំងពីរវាគឺជាព្រៃខ្លាមែនឬទេក៏ប៉ុន្តែពុទ្ធុងគាត់ក៏បានតបថាអត់ទេនេះមិនមែនជាព្រៃខ្លាទេវាគ្រាន់តែជាខ្លាធម្មតាតែប៉ុណ្ណោះព្រៃខ្លាវាមិនបានធ្វើដំណើរចូលមកក្នុងភូមិពេលថ្ងៃនោះទេពពួកសត្វច្រាបភាគច្រើនគឺវារកស៊ីតែពេលយប់តែប៉ុណ្ណោះដោយសារតែវាមានអំណាចព្រាយការពារខ្លួនធ្វើដំណើរពេលយប់គឺវាមានសុវត្ថិភាពជាងតាមមើលទៅខ្លានេះប្រហែលជាមួយសម្បុកនេះគឺខ្លាមួយគូមិនដឹងថាមានសត្វខ្លាប្រមាណក្បាលទៀតនោះទេដែលនៅក្នុងព្រៃក្រោយមកមេភូមិក៏បានចូលមកដល់ដែរគាត់ស្រាប់តែបានឃើញសត្វខ្លាមួយគូនោះដេកស្ដុកស្ដឹងចំណែកសត្វជ្រូកនោះក៏ត្រូវចង្កុំរបស់សត្វខ្លាពីរបីចង្កុំដែរក៏ប៉ុន្តែมันមិនដាល់ឲ្យគ្រោះថ្នាក់ទៅដល់អាយុជីវិតនោះទេដោយសារតែសត្វខ្លាបានខំជើងក្រោយរបស់វាតែប៉ុណ្ណោះមេភូមិក៏បានសួរទៅកាន់ពួកគេទាំងពីរនាក់ថាណែអ្នកទាំងពីរហើយចុះសត្វខ្លានេះតើចាត់ចែងយ៉ាងម៉េចទៅពូធៀងគាត់ក៏បាននិយាយថាណែលោកមេភូមិបើសិនជាចង់យកកប់ក៏យកទៅកប់ទៅក៏ប៉ុន្តែបើសិនជាអ្នកភូមិចង់ហូបក៏ហូបទៅវាមិនអីនោះទេដោយសារតែវាគឺជាខ្លាធម្មតាតែប៉ុណ្ណោះពេលនោះពូមីនក៏ចាប់ដើមលាន់មាត់រួចហើយនិយាយខ្លាំងថាអ្នកទាំងអស់គ្នាអាសត្វខ្លាពីរក្បាលនេះស៊ីសត្វជ្រូកចិញ្ចឹមរបស់យើងអស់ច្រើនក្បាលទៅហើយឥឡូវនេះពួកយើងប្រលះសាច់របស់វាប្រឡាក់ស៊ីទៅអ្នកភូមិដោយសារតែមានកំហឹងជាមួយនឹងសត្វខ្លាទាំងពីរនេះគេក៏ចាប់ដើមនាំគ្នាប្រលះសាច់ខ្លានេះរួចហើយយកទៅប្រឡាក់ងៀតសត្វខ្លាទាំងពីរក្បាលនេះធំខ្លាំងណាស់អាចឲ្យអ្នកស្រុកអ្នកភូមិនេះអាចប្រឡាក់ងៀតពេញផ្ទះបានក្រោយមកពួកគេក៏បានវះប្រឡាក់សាច់ទៅរួចហើយឆ្អឹងរបស់វាគេក៏បានយកទៅត្រាំស្រាថ្នាំអ្នកដកមេស្រាថ្នាំស្រាសនោះគឺគេចូលចិត្តណាស់ឆ្អឹងខ្លះគឺជួយបំបត្តិអាការៈឈឺឆ្អឹងឈឺឆ្អែកនឹងឯងបន្ទាប់ពីនោះទៅអ្នកភូមិក៏ចាប់ដើមលើកដៃសំពះទៅកាន់អ្នកទាំងពីរនាក់នេះដោយសារតែពួកគាត់នេះហើយ
ទើបអាចកំចាត់សត្វខ្លាទាំងពីរក្បាលនេះបានបើសិនជាគ្មានអ្នកទាំងពីរនោះទេមើលទៅសត្វចិញ្ចឹមប្រកាសជាបាត់មួយក្បាលទៀតពិតជាមិនខាននោះទេនៅពេលនោះពូមីនគាត់ក៏ចាប់ដើមដើរទៅជិតលោកមេភូមិរួចឆោយទាញដៃលោកមេភូមិដើរឆ្ងាយបន្តិចពូមីនបាននិយាយថាលោកមេភូមិពួកគេទាំងពីរអ្នកមានសមត្ថភាពខ្លាំងណាស់ម្យ៉ាងទៀតអង្គអាចទៀតផងខ្ញុំគិតថាចង់ជើងពួកគេឲ្យនៅក្នុងភូមិនេះទៅពេលនោះមេភូមិក៏បានតបទៅកាន់ពូមីនថាណែមីនឯនិយាយមានន័យយ៉ាងម៉េចពូមីនគាត់ក៏បានតបទៅកាន់មេភូមិអូលោកមេភូមិមើលទៅលោកមេភូមិមិនដឹងទេពួកគេនេះគឺនៅកំឡុងម្យ៉ាងទៀតពួកគេមានមន្តអាគមខ្លាំងក្លានៅក្នុងស្រុកភូមិរបស់ជើងនេះខ្វះអ្នកមានសមត្ថភាពណាស់បើសិនជាអាចឲ្យគេភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងក្រុមណានៅក្នុងភូមិនេះនោះពិតជាសំណាងរបស់ជើងពិតជាមិនខានក្នុងចំណោមពួកគេទាំងពីរនាក់នេះអ្នកណាក៏បានដែរខ្ញុំគិតថាពួកគេប្រហែលជាស័ក្តិសមជាមួយនឹងកូនរបស់លោកមេភូមិគិតមិនផ្លែនក្រោយមកគាត់ក៏បានតបថាអើមីនឯនិយាយនេះដូចជាត្រូវដែរព្រោះថាស្រុកភូមិរបស់ជើងនេះពុំមានអ្នកមានសមត្ថភាពដូចជាពួកគេនោះទេអ្នកទាំងពីរអ្នកនេះក៏មានរូបរាងសង្ហាដែរណែចាំមើលខ្ញុំទៅពិភាក្សាជាមួយនឹងប្រពន្ធខ្ញុំសិនយ៉ាងម៉េចចឹងម៉ាខ្ញុំនឹងទៅនិយាយជាមួយនឹងពួកគេក៏ប៉ុន្តែកូនស្រីរបស់ខ្ញុំតែម្នាក់បើសិនជាបានទៅលើពួកគេនោះតែម្នាក់ប្រកាសជាមានអ្នកអន់ចិត្តពិតជាមិនខានពូមីនគិតមួយផ្លែតរួចឆោយគាត់ក៏បាននិយាយថាអូធីតាដែលត្រូវជាក្មួយស្រីរបស់លោកមេភូមិនោះនាងថ្មីត្បិតតែជាក្រមុំកំព្រាម្ដាយមែនក៏ប៉ុន្តែអត្តចរិតនិងរូបសម្រស់របស់នាងក៏ស្រស់ស្អាតដែរខ្ញុំគិតថាបើសន្តិធីតាបានអ្នកទាំងពីរអ្នកនេះក្នុងចំណោមពួកគេទាំងពីរអ្នកណាក៏បានដែរគឺសិតតែជាអ្នកមានសមត្ថភាពដូចគ្នាមេភូមិក៏បាននិយាយទៅកាន់ពូមីនថាណែយើងធ្វើដូច្នេះដូចជាហួសហេតុពេកទេមិនដឹងពូមីនដកដង្ហើមធំរួចឆោយតបថាលោកមេភូមិរឿងនេះវាគ្មានអ្វីហួសហេតុនោះទេគឺយើងសួរចិត្តពួកគេទាំងសងខាងទេតើបើសិនជាពួកគេយល់ព្រមយើងផ្សំគុំឲ្យពួកគេទៅម្យ៉ាងទៀតយើងទៅរកអ្នកក្លាហាននិងអ្នកមានសមត្ថភាពខាងផ្នែកមន្តអាគមឯណាបានដូចជាពួកគេនេះបើសិនជាមានគេនៅក្នុងភូមិតទៅថ្ងៃមុខនោះស្រុកភូមិប្រកាសជារស់នៅបានសុខសាន្តពិតជាមិនខាននោះទេតបពីស្ដាប់សម្ដីរបស់ពូមីនរួចលោកមេភូមិក៏បានត្រឡប់ទៅផ្ទះរួចហើយក៏បានទៅហៅអំសែដែលត្រូវជាប្អូនប្រុសរបស់គាត់អ្នកទាំងពីរក៏បានមកអង្គុយពិភាក្សាគ្នាជាមួយនឹងប្រពន្ធរបស់លោកមេភូមិម្នាក់ទៀតពេលនោះអំសែគាត់បាននិយាយថាណែលោកបងតើហៅខ្ញុំមកមានកិច្ចការអ្វីដែរទៅមេភូមិសម្លឹងទៅកាន់ប្អូនប្រុសក្រោយមកគាត់ក៏បានតបថាណែសែឯងបានឮភាពល្បីល្បាញនិងសមត្ថភាពរបស់កំឡោះទាំងពីរនាក់ដែលបានមកស្នាក់នៅក្នុងភូមិរបស់ជើងនេះដែរឬទេមែនហើយលោកបងខ្ញុំបានដឹងទេតើពួកគេនេះគឺជាមនុស្សមានសមត្ថភាពខ្លាំងណាស់នៅក្នុងភូមិរបស់ជើងនេះរកអ្នកក្លាហាននិងមានសមត្ថភាពដោយពួកគេមិនបាននោះទេក្រោយមកលោកមេភូមិក៏បាននិយាយថាមែនហើយខ្ញុំគិតថាចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងគេទាំងពីរនាក់នេះក្នុងចំណោមពួកគេទាំងពីរនាក់បានអាណាម្នាក់ក៏បានដែរឲ្យមកនៅក្នុងភូមិរបស់ជើងនេះព្រោះថាតទៅថ្ងៃអនាគតនោះយើងមិនប្រកាសថាមានស្អីចូលមកអង្លក់នៅក្នុងភូមិបន្តទៀតនោះទេដោយសារតែភូមិជើងនេះគឺជាភូមិជាប់ដែនព្រៃពេលនោះប្អូនគាត់ក៏បានងក់ក្បាលអំសែក៏បាននិយាយទៅកាន់គាត់ថាឥឡូវតើលោកបងគិតយ៉ាងម៉េចលោកបងចង់លើកកូនក្រមុំលោកបងឲ្យទៅកាន់ពួកគេមែនឬទេក្រោយមកលោកមេភូមិគាត់ក៏បាននិយាយទៅកាន់ប្អូនប្រុសណែរឿងនេះខ្ញុំធ្លាប់បានគិតហើយគឺចង់ធ្វើអញ្ចឹងក៏ប៉ុន្តែពួកគេមាន2នាក់មិនដឹងថាសម្រាប់ចិត្តឲ្យទៅកាន់អ្នកណានោះទេពេលនោះប្រពន្ធរបស់លោកមេភូមិបាននិយាយថាអើវារឿងនេះគ្មានអ្វីពិបាកនោះទេខ្ញុំបានដឹងថាអ្នកទាំងពីរនាក់នោះហាក់ដូចជាចាប់អារម្មណ៍មកកាន់កូនស្រីរបស់ជើងម្យ៉ាងទៀតពួកគេក៏ជាមនុស្សមានអត្តចរិតល្អផងដែរបើសិនជាអ្នកណាអាចកំចាត់ព្រាយខ្លាបានយើងលើកកូនរបស់ជើងឲ្យទៅកាន់អ្នកនោះទៅ
មេភូមិគាត់ក៏បានងក់ក្បាលក៏ប៉ុន្តែពេលនោះគាត់ក៏បាននិយាយទៅកាន់ប្រពន្ធគាត់វិញថាអើយបើសិនជាឲ្យម្នាក់ទៀតអត់ប្រកាសជាអន់ចិត្តពិតជាមិនខានព្រោះថាពួកគេទាំងពីរនាក់នេះស្រឡាញ់គ្នាណាស់ណែខ្សែកូនស្រីរបស់ឯងក៏មានរូបសម្បត្តិចរិយាល្អដែរខ្ញុំគិតថាភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងពួកគេដែរទៅអ៊ំខ្សែគាត់ក៏បាននិយាយថាអូលបងចាំមើលខ្ញុំទៅសួរកូនស្រីរបស់ខ្ញុំសិនខ្ញុំមិនហ៊ានអាកាត់ខ្លួនឯងនោះទេក្រោយមកពួកគាត់ក៏ចាប់ផ្ដើមបំបែកគ្នាអ៊ំខ្សែគាត់ក៏បានទៅសួរកូនស្រីរបស់គាត់ក្នុងចំណោមអ្នកទាំងពីរនាក់នោះបើសិនជាគាត់លើកឲ្យតើធីតាកូនគាត់ជល់ព្រមដែរឬអត់ចំណែកឯក្រមុំធីតាមិនប្រកែកនោះទេដោយសារតែនាងក៏បានឃើញសមត្ថភាពរបស់អ្នកទាំងពីរនាក់ផងដែរដោយជាយើងដឹងហើយកាលពីសម័យដើមក្រមុំតែតែពេញចិត្តទៅកាន់អ្នកក្លាហានចំណែកឯអ្នកក្លាហានគឺស័ក្តិសមជាមួយនឹងស្រីស្អាតនឹងឯងក៏ប៉ុន្តែក្រោយផ្ទះស្រីស្អាតក៏ពោពេញទៅដោយភ្នោអ្នកក្លាហានដូចគ្នាក្រោយពីនោះទៅមេភូមិក៏បានឲ្យប្រពន្ធរបស់គាត់ទៅសួរចិត្តកូនស្រីរបស់គាត់ស្រីនោះនាងក៏សប្បាយចិត្តដែរបើសិនជានាងបានប្តីល្អដូចជាពួកគេទាំងពីរនាក់ខ្ញុំហៅឈ្មោះពួកគាត់ថាពូធៀងនិងពូធុងតាមពិតទៅគាត់មិនទាន់ចាស់នោះទេក៏ប៉ុន្តែសាច់រឿងនេះពួកគាត់គ្រាន់តែជាតួឪពុកតែប៉ុណ្ណោះនៅចូលដល់វគ្គក្រោយបានជួបជាមួយនឹងកូនប្រុសរបស់គាត់ទៀតដូច្នេះហើយទើបខ្ញុំហៅគាត់ថាពូធៀងនិងពូធុងទៅតាមពិតទៅពួកគាត់ទាំងពីរនាក់នេះនៅក្មេងៗនោះទេក្រោយពីនោះទៅមេភូមិក៏បានដើរសម្ដៅទៅកាន់ខ្ទមដើម្បីទៅពិភាក្សាជាមួយអ្នកទាំងពីរនាក់នោះអ្នកទាំងពីរកំពុងតែហូបបាយរួចអង្គុយពិភាក្សាគ្នាបន្តិចបន្តួចក្រោយពីឃើញមេភូមិដើរចូលទៅក្នុងខ្ទមពេលនោះពួកគាត់ក៏បានក្រោកឈរឡើងរួចហើយនិយាយរាក់ទាក់ទៅកាន់លោកមេភូមិក៏បាននិយាយទៅកាន់ពួកគេទាំងពីរនាក់ថាណែអ្នកទាំងពីរសិតតែជាអ្នកមានសមត្ថភាពខ្ញុំគិតថាចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយអ្នកទាំងពីរនាក់តើអ្នកទាំងពីរនាក់គិតយ៉ាងម៉េចដែរម្យ៉ាងទៀតអ្នកទាំងពីរនាក់នេះធ្លាប់មានប្រពន្ធកូនពីមុនហើយឬនៅមេភូមិចូលទៅនិយាយត្រង់ធ្វើឲ្យពូធៀងនិងពូធុងនៅក្នុងពេលនោះគាត់ធ្វើចិត្តមិនបានក៏ប៉ុន្តែពួកគាត់ក៏បាននិយាយទៅកាន់មេភូមិថាលោកមេភូមិហេតុអ្វីក៏ចង់ភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងខ្ញុំទៅវិញណែទាំងលោកមេភូមិមិនធ្លាប់ដឹងពីប្រវត្តិពួកខ្ញុំផងនោះមេភូមិសាមងក់ក្បាលរួចញញឹមហើយគាត់ក៏តបថាខ្ញុំមើលមនុស្សច្បាស់ណាស់ខ្ញុំគ្រាន់តែបានឃើញអ្នកទាំងពីរនាក់នេះក៏ដឹងថាអ្នកទាំងពីរគឺជាមនុស្សល្អដែរម្យ៉ាងទៀតអ្នកទាំងពីរមានសមត្ថភាពខ្ញុំប្រាប់ត្រង់ចោះមិនមែនខ្ញុំលក់កូនដើម្បីយកមកតាក់ជើងអ្នកទាំងពីរនាក់នោះទេក៏ប៉ុន្តែអ្នកទាំងពីរនាក់ដឹងស្រាប់ហើយស្រុកភូមិរបស់ខ្ញុំគឺអ្នកភូមិប្រកបកិច្ចការធ្វើដំណើរចូលទៅក្នុងព្រៃកាប់ឈើយកមកធ្វើគ្រឿងសង្ហារឹមនិងធ្វើរបស់របរផ្សេងទៀតអំពីផ្ដៅបើសិនជាមានអ្នកចេះមន្តអាគមចង់រស់នៅទីកន្លែងនេះនឹងអាចជួយការពារទៅកាន់ស្រុកភូមិនេះបានព្រោះថាអ្នកភូមិប្រឈមមុខគ្រោះថ្នាក់ណាស់នៅពេលដែលធ្វើដំណើរចូលទៅក្នុងព្រៃម្ដងពេលនោះពូធៀងនិងពូធុងក៏ចាប់ផ្ដើមក្រឡេកមើលមុខគ្នាក្រោយមកគាត់បាននិយាយថាលោកមេភូមិពួកខ្ញុំទាំងពីរនាក់នេះក៏ឃើញថាស្រីណូកូនរបស់លោកមេភូមិនេះគឺជាមនុស្សស្រីល្អដែរក៏ប៉ុន្តែពួកខ្ញុំមានទៅដល់2នាក់តើលោកមេភូមិគិតយ៉ាងម៉េចទៅមេភូមិបានតបថារឿងនេះខ្ញុំបានគិតរួចហើយអ្នកទាំងពីរនាក់មួយណាក៏អាចស័ក្តិសមធ្វើជាកូនប្រសារខ្ញុំដែរក៏ប៉ុន្តែបើសិនជាអ្នកណាអាចកំចាត់ព្រាយខ្លាបានខ្ញុំនឹងលើកកូនរបស់ខ្ញុំឲ្យទៅកាន់អ្នកនោះសង្ឃឹមថាអ្នកទាំងពីរអធិស្ឋានចំពោះរូបខ្ញុំទៅចោះពូធៀងក៏បានតបថាលោកមេភូមិខ្ញុំយល់ហើយខ្ញុំបានដឹងច្បាស់ណាស់ថាទីកន្លែងនេះពោពេញទៅដោយគ្រោះថ្នាក់បើសិនជាមានអ្នកចេះគុំខ្លះរស់នៅក្នុងភូមិនេះក៏អាចជួយការពារអ្នកភូមិបានដែររឿងនេះពួកខ្ញុំក៏យល់ដែរមិនអីនោះទេបើសិនជារឿងនេះលោកមេភូមិអាកាត់អញ្ចឹងទៅហើយចាំពេលក្រោយនៅពេលដែលខ្ញុំកំចាត់ព្រាយខ្លាបានចាំលោកមេភូមិសម្រេចចិត្តលើកឲ្យអ្នកណាក៏លើកទៅពេលនោះមេភូមិគាត់សប្បាយចិត្តណាស់ដោយសារតែបានឃើញថាអ្នកទាំងពីរនាក់នេះគឺជាមនុស្សឆ្លាតនិយាយឆាប់យល់សាច់ការបន្ទាប់ពីនោះទៅគាត់ក៏បានធ្វើដំណើរចេញពីក្នុងខ្ទមរបស់អ្នកទាំងពីរទៅពូធៀងនិងពូធុងចាប់តាំងពីថ្ងៃនោះមកគាត់ក៏ចាប់ផ្ដើមដើរជាមកាមនៅក្នុងភូមិជារៀងរាល់ថ្ងៃ
ម្យ៉ាងទៀតពួកគាត់ហាក់ដូចជាមានការប្រុងប្រយ័ត្នជាងមុនទៅទៀតដោយសារតែសត្វខ្លានោះធ្លាប់ត្រូវរបួសដោយសារតែក្រកកំភ្លើងរបស់ពួកគាត់ម្ដងរួចមកហើយសត្វខ្លាប្រកបណាស់វាប្រកាសជាមានគម្រោងចាត់ការមកកាន់ពួកគាត់វិញពិតជាមិនខានជាច្រើនថ្ងៃកន្លងផុតទៅនៅក្នុងជប់មួយអ្នកទាំងពីរនាក់ស្រាប់តែប្រទះឃើញអ្នកសច្ចាំងម្នាក់ស្លៀកសពាក់សដើរកាន់ចង្គៀងធ្វើដំណើរតាមផ្លូវនាពាក់កណ្ដាលអធ្រាត្រដោយសារតែឃើញថានោះគឺជាអ្នកសច្ចាំងពួកគាត់ទាំងពីរនាក់នេះគោរពខ្លាំងណាស់អ្នកទាំងពីរនាក់ក៏ចាប់ដើមដើរសម្ដៅចូលទៅរួចហើយក៏បានសួរថាលោកតាជាអ្នកសច្ចាំងចេញមកពីក្នុងព្រៃមែនឬទេតាចាស់នោះបានសម្លឹងទៅកាន់អ្នកទាំងពីររួចហើយក៏បានតបថាមែនហើយខ្ញុំគឺជាអ្នកសច្ចាំងធ្វើដំណើរចេញមកពីក្នុងព្រៃមករកថ្នាំសង្កូវខ្លះគ្រាន់នឹងព្យាបាលជំងឺឥឡូវនេះមិនទាន់មានកន្លែងសម្រាកនោះទេដោយសារតែចូលមកដល់ទីកន្លែងនេះយកបាត់ទៅហើយណែតើចៅទាំងពីរមានកន្លែងសម្រាប់ឲ្យអាត្មាសម្រាកដែរឬទេអ្នកទាំងពីរសម្លឹងមុខគ្នារួចហើយក៏បាននឹកឃើញទៅដល់សាលាឆោទៀននៅឯចុងភូមិនៅពេលនោះអ្នកទាំងពីរក៏បានតបថាលោកតាមកតាមពួកខ្ញុំមកខ្ញុំនឹងជួលលោកតាទៅកាន់សាលាឆោទៀនមួយនៅទីកន្លែងនោះក៏ស្ងប់ស្ងាត់សម្រាប់អ្នករសាសិលដែរក្រោយពីនិយាយរួចអ្នកទាំងពីរនាក់ក៏បានដើរនាំមុខតាសច្ចាំងនោះទៅក៏ប៉ុន្តែតាមពិតតាសច្ចាំងនោះមិនមែនជាសច្ចាំងពិតប្រាកដនោះទេគ្រាន់តែស្លៀកសពាក់សក៏ប៉ុន្តែគឺជាព្រៃខ្លានេះខឹងសម្បាទៅកាន់អ្នកទាំងពីរនាក់នេះបានសម្លាប់ទៅកាន់កូនចៅរបស់គេម្យ៉ាងទៀតសាច់ក៏ត្រូវអ្នកភូមិនាំគ្នាយកមកធ្វើជាចំណីហូបពេញទៅភូមិផងដែរនៅពេលដើរឆ្ងាយបន្តិចកន្លែងស្ងាត់ខណៈពេលនោះស្រាប់តែតាសច្ចាំងក៏ចាប់ផ្ដើមប្រែរូបរាងคล้ายទៅជាព្រៃខ្លាដ៏ធំសត្វខ្លានោះក៏ចាប់ផ្ដើមពង្រីកខ្លួនធំឡើងរួចហើយក៏បានហក់សង្កត់ទៅកាន់អ្នកទាំងពីរនាក់ពីក្រោយអ្នកទាំងពីរនាក់កំពុងតែធ្វើដំណើរដោយមិនបានប្រុងប្រយ័ត្នក៏ត្រូវសត្វខ្លានោះសង្កត់គេផ្ទប់ទៅនឹងដីភ្លាមនោះសត្វខ្លាប្រើក្រញាំនិងប្រើចង្កូមខំទៅលើស្មាអ្នកទាំងពីរនាក់ក៏ប៉ុន្តែដោយសារតែពុទ្ធងនិងពុធាងគាត់ឆ្លៀសវៃខាងផ្នែកប្រើសិល្បៈការពារខ្លួនគាត់ក៏អាចគេចពីចង្កូមខ្លានោះគឺចង្កូមខ្លាត្រូវទៅលើខ្លួនរបស់គាត់មិនសូវជាបានជ្រៅប៉ុន្មាននោះទេភ្លាមនោះអ្នកទាំងពីរនាក់ក៏ចាប់ផ្ដើមទាញកំបិតអាគមចាក់សម្ដៅទៅរកសត្វខ្លានោះម្នាក់មួយកំបិតផ្លែកំបិតជាប់នៅនឹងទ្រូងរបស់សត្វខ្លានោះបន្ទាប់ពីដឹងថាពួកគេនេះអាចទប់ទល់ជាមួយនឹងគេបានសត្វខ្លាស្ទុះវឹងរត់ចេញពីទីកន្លែងនេះទៅនៅពេលដែលសត្វខ្លារត់ពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមទាញកំភ្លើងសូត្រផ្លុំអាគមបាញ់ពីក្រោយក៏ប៉ុន្តែបាញ់មិនទាន់នោះទេដោយសារតែសត្វខ្លានេះវារត់លឿនខ្លាំងពេកសំឡេងកំភ្លើងក៏ចាប់ផ្ដើមផ្ទុះឡើងទាំងពាក់កណ្ដាលរាត្រីអ្នកស្រុកអ្នកភូមិចាប់ផ្ដើមផ្អើលរួចហើយក៏នាំគ្នាអាចចេញពីក្នុងផ្ទះមកក៏ប៉ុន្តែគ្មានអ្នកណាចុះពីលើផ្ទះឡើយអ្នកភូមិម្នាក់បានស្រែកសួរថាណែអ្នកទាំងពីរតើសត្វព្រៃខ្លាចូលមកក្នុងភូមិទៀតហើយមែនឬទេពូថងក៏បានតបថាមិនហើយអ្នកទាំងអស់គ្នាកុំចុះពីលើផ្ទះឲ្យសោះចាំបាច់ចឹងមកក៏មិនត្រូវចុះដែរខ្ញុំកំពុងតែតាមប្រមាញ់វាអ្នកទាំងពីរនោះក៏ចាប់ផ្ដើមបោះពួយរត់សម្ដៅទៅតាមសត្វខ្លានោះរហូតដល់ផុតភូមិក៏ប៉ុន្តែពួកគេមានអារម្មណ៍ស្ទាក់ស្ទើរចង់តាមព្រៃខ្លានោះបន្តិចមិនចង់តាមបន្តិចដោយសារតែពួកគាត់មិនទាន់ស្គាល់ភូមិសាស្ត្រនេះច្បាស់លាស់ក៏ប៉ុន្តែពូថងបាននិយាយថាណែសំឡាញ់វាកំពុងត្រូវរបួសហើយបើសិនជាមិនដោយវារត់រួចទៀតនោះពិតជាពិបាកចាត់ការនៅក្នុងពេលក្រោយពិតជាមិនខានជឿខ្ញុំទៅតោះពួកចេញទៅតាមវាទៅអ្នកទាំងពីរក៏ចាប់ផ្ដើមស្ពាយកំភ្លើងរួចហើយរត់តាមសត្វខ្លានោះចូលទៅដល់ក្នុងព្រៃទៅពួកគេដើរត្រឡប់ទៅត្រឡប់មករហូតដល់មេឃជិតភ្លឺនៅក្នុងពេលនោះខ្ទង់ប្រហែលជាម៉ោង3ជាងហើយពូថងបាននិយាយទៅកាន់សំឡាញ់ថាណែសំឡាញ់បើយើងដើរជុំគ្នាចេះប្រហែលជារកវាមិនឃើញនោះទេសត្វខ្លានេះត្រូវរបួសដោយកំបាត់អាគមរបស់យើងហើយវារត់មិនឆ្ងាយនោះទេឥឡូវខ្ញុំគិតថាបំបីផ្លូវគ្នាទៅពូធាងងក់ក្បាលក្រោយមកគាត់ក៏ចាប់ផ្ដើមដើរបំបីផ្លូវគ្នា
ម្នាក់ទៅខាងត្បូងម្នាក់ទៀតទៅខាងជើងមួយសន្ទុះក្រោយមកពូថងស្រាប់តែបានជួបតាសចាំងម្នាក់ស្លៀកសពាក់សកំពុងតែអង្គុយនៅលើថ្មរួចហើយសមាធិយ៉ាងមានសភាពស្ងប់ស្ងាត់ពេលនោះពូថងគាត់ក៏ចាប់ដើមដើរចូលទៅរួចហើយទាញកំភ្លើងរបស់គាត់តម្រង់ទៅកាន់តាសចាំងនោះពូថងបាននិយាយឡើងថាព្រាយខ្លាឥឡូវនេះជើងតាមឯងតន់ហើយឥឡូវឯងចង់បន្លំខ្លួនធ្វើជាស្អីទៀតឯងបោកជើងម្ដងនេះបោកមិនបាននោះទេយ៉ាងម៉េចត្រូវរបួសរត់មិនបានឆ្ងាយមែនទេបានជាសំងំធ្វើជាអ្នកសច្ចាំងនៅទីកន្លែងនេះថ្ងៃនេះគឺជាថ្ងៃអន្សាររបស់ឯងហើយតាសច្ចាំងដែលមានចង្គៀងប្លង់នៅក្បែរខ្លួនបន្ទាប់ពីលើសម្ដីនិយាយទៅកាន់គាត់ដូច្នោះតាសច្ចាំងក៏ចាប់ផ្ដើមបើកភ្នែកគាត់សម្លឹងទៅស្រាប់តែបានឃើញថាមានបរិសម្នាក់កំពុងតែកាន់កំភ្លើងតម្រង់មករកគាត់ពេលនោះតាសច្ចាំងបាននិយាយថាណែចៅហេតុអ្វីក៏យកកំភ្លើងមកតម្រង់អាត្មាដូច្នេះអាត្មាគឺជាអ្នករក្សាសិលពុតប្រកបក៏ប៉ុន្តែពូថងគាត់បានសោចក្រោយមកគាត់ក៏និយាយថារក្សាសិលយើងមិនជឿឯងទៀតនោះទេឯងបានចូលទៅក្នុងភូមិសម្លាប់មនុស្សសម្លាប់សត្វច្រើនណាស់ឥឡូវនេះយើងប្រកាសជាបញ្ចប់ជីវិតឯងនៅទីកន្លែងនេះហើយទោះបីជាឯងខំតំណែងខ្លួនធ្វើជាអ្វីក៏យើងនៅតែអាចចាំឯងបានដែរតាសច្ចាំងជ្រុញចិញ្ចើមរួចហើយក៏បានតបថាណែកំឡោះខ្ញុំមានសិលបរិសុទ្ធណាស់ខ្ញុំនៅក្នុងព្រៃនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយចិញ្ចៅនៅក្នុងភូមិយូរម្ដងតែប៉ុណ្ណោះហេតុអ្វីក៏អ្នកកំឡោះមកនិយាយដូច្នោះខ្ញុំមិនណាធ្លាប់ទៅសម្លាប់មនុស្សនោះក៏ប៉ុន្តែទោះបីជាតាសច្ចាំងនិយាយយ៉ាងម៉េចក៏ដោយក៏ពុទ្ធមិនស្ដាប់ដែរដោយសារតែបាញ់មិញបានឃើញតាសច្ចាំងនេះធ្វើដំណើរចូលទៅក្នុងភូមិរួចហើយបានឆ្មក់វាប្រហារពួកគាត់ពីក្រោយទៀតផងគាត់ចាំបានច្បាស់ណាស់គឺជាតាសច្ចាំងនេះនៅពេលនោះលោកពូក៏ចាប់ផ្ដើមទាញកំភ្លើងរួចហើយប្រសិទ្ធិសូត្រសែបអាគមតម្រង់សម្ដៅទៅរកតាសច្ចាំងនៅតែនិយាយទៅកាន់ពូថងកុំឲ្យធ្វើបាបទៅកាន់គាត់ពូថងបានបាញ់ពីគ្រាប់សម្ដៅទៅរកតាចាស់នោះនៅក្នុងពេលនោះតាចាស់ក៏ចាប់ផ្ដើមដួលដេកទៅលើដីក្រោយមកគាត់បានយកដៃចង្អុលទៅកាន់ពូថងរួចនិយាយថាណែឯងនេះពិតជាមានចិត្តសាហាវណាស់ខ្ញុំជាអ្នកមានសិលបរិសុទ្ធពិតប្រាកដហេតុអ្វីក៏ឯងមកសម្លាប់ខ្ញុំដូច្នេះឯងមិនខ្លាចបាបកម្មទេអីអោទេវតាអើយកំឡោះម្នាក់នេះសាំងបាបកម្មធ្ងន់ណាស់នៅពេលនោះពូថងហាក់ដូចជារឿងភ័យបន្តិចដែរគាត់មើលទៅហាក់ដូចជាអ្នកសច្ចាំងពិតប្រាកដនិយាយចេញមកសិតតែរៀងថអាពូថងគាត់ក៏បានដើរចូលចិត្តបន្តិចរួចហើយគាត់ក៏បាននិយាយថាចាំមិនព្រៃខ្លាឯងនិយាយថអាជាមួយនឹងជើងផងតែតាសច្ចាំងដោយសារតែខឹងជាមួយនឹងកំឡោះម្នាក់នេះគាត់ក៏ចាប់ផ្ដើមចង្អុលទៅកាន់មុខគាត់រួចហើយនិយាយថាឯងនេះយកកំភ្លើងបាញ់ជើងជាអ្នកសច្ចាំងដែលមានសិលបរិសុទ្ធហើយបែរជានិយាយប្រមាថមកជើងទៀតយើងសុំដាក់បណ្ដាសាឯងបើសិនជាឯងមានកូនស្រីកើតមកនៅពេលអាយុ7ឆ្នាំនឹងឲ្យខ្លាចទៅជាសត្វខ្លានៅក្នុងពេលយប់បើសិនជាឯងមានកូនប្រុសក៏ដូចគ្នាដែរចាប់ពីអាយុ7ឆ្នាំទៅនឹងសូមឲ្យគេខ្លាចទៅជាសត្វខ្លារៀងរាល់ពេលយប់ចាំមើលតើឯងសម្លាប់កូនរបស់ឯងដែរឬអត់ក្រោយពេលនិយាយរួចតាសច្ចាំងក៏ចាប់ផ្ដើមដៃខ្យល់ស្លាប់នៅទីកន្លែងនោះទៅក៏ប៉ុន្តែបន្ទាប់ពីគាត់ស្លាប់រូបរាងរបស់គាត់មិនបានប្រែក្លាយទៅជាព្រៃខ្លាស្អីនោះទេគឺគាត់ជាតាសច្ចាំងពិតប្រាកដនឹងឯងព្រោះថាពពួកព្រៃឬក៏ពពួកអមនុស្សផ្សេងទៀតបន្ទាប់ពីតំណែងខ្លួនខ្លាចទៅជាមនុស្សឬក៏តំណែងខ្លួនខ្លាចទៅជាសត្វបើសិនជាវាស្លាប់នោះវាប្រកាសជាប្រែក្លាយរូបរាងពិតជាមិនខាននោះទេមិនចាំបាច់ទៅដល់ពេលស្លាប់នោះទេសំបីតែដេកលក់ក៏រូបរាងពិតរបស់វាប្រែក្លាយមកដែរសំបីតែការសម័យព្រះពុទ្ធក៏មាននាគបន្លំខ្លួនធ្វើជាមនុស្សមកសំបួសនៅក្នុងសាសនារបស់ព្រះពុទ្ធដែរក៏ប៉ុន្តែនៅពេលដែលនាគនោះដេកក៏បានប្រែរូបរាងខ្លាចទៅជាសត្វនាគដ៏ធំរួចហើយមានរង្វិលធំពេញតែកត់លោកតែម្ដងព្រះសង្ឃផ្សេងទៀតក៏ចាប់ផ្ដើមផ្អើលឆោឡោយកសាច់រឿងនេះទៅប្រាប់ទៅដល់ព្រះពុទ្ធក្រោយមកព្រះពុទ្ធក៏បានចែងវិន័យមិនថាតែទេវតាពពួកអមនុស្សឬក៏ពួកសត្វនោះទេទោះបីជាអាចប្រែរូបរាងខ្លាចទៅជាមនុស្សបានក៏មិនឲ្យចូលបួសនៅក្នុងព្រះពុទ្ធសាសនាដែរ
ឥឡូវយើងត្រឡប់ចូលមកសាច់រឿងរបស់ជើងវិញនៅក្នុងពេលនោះបន្ទាប់ពីពុទ្ធងបានដឹងថាតាសចាំងនោះគឺជាអ្នករក្សាសិលពិតប្រាកដគាត់ស្ដាយខ្លាំងណាស់គាត់ក៏បានចូលទៅចិត្តរួចហើយស្រែកទ្រហោយយំនៅក្នុងពេលនោះពុទ្ធងបាននិយាយថាលោកតាខ្ញុំគ្មានចេតនាចង់សម្លាប់ទៅកាន់លោកតានោះទេគឺខ្ញុំតាមប្រមាញ់ព្រៃខ្លាក៏ប៉ុន្តែព្រៃខ្លាចូលទៅក្នុងភូមិវាបានតំណែងខ្លួនខ្លាចទៅជាលោកតាមើលទៅវាប្រហែលជាធ្លាប់បានឃើញលោកតាសចាំងនឹងហើយខ្ញុំសូមខមាទោសទេវតាអើយខ្ញុំធ្វើបាបធ្ងន់ណាស់បណ្ដាសានេះប្រកាសជាធ្លាក់មកលើខ្ញុំពិតជាមិនខានចំណែកឯសម្លាញ់របស់គាត់ឈ្មោះថាពុធាងរហូតដល់មេឃរៀងភ្លឺបន្តិចគាត់ស្រាប់តែបានឃើញសត្វខ្លាដុតធំទៅសង្ងំខ្លួនក្បែរកំពតព្រៃមួយនៅពេលនោះគាត់ដឹងច្បាស់ណាស់នេះគឺជាព្រៃខ្លាដោយសារតែវាមានរបួសធ្ងន់ហើយវាមិនអាចរត់រួចពុធាងក៏ចាប់ផ្ដើមសូត្រអាគមរួចហើយបាញ់សម្លាប់ព្រៃខ្លាដ៏ធំនោះទៅបន្ទាប់ពីនោះគាត់ក៏បានដកកាំបិតអាគមទាំងពីរចេញពីក្នុងទ្រូងរបស់វារួចហើយស្ទាតនៅចង្កេះក្រោយមកពុធាងបានលីសត្វខ្លាដើរសំដៅត្រឡប់ថយក្រោយព្រោះថាកាលពីមុននេះបន្តិចគាត់ក៏បានលឺសំឡេងស្នូកំភ្លើងដែរតើសម្លាញ់របស់គាត់បាញ់អ្វីទៅពុធាងគឺជាមនុស្សដែលមានកម្លាំងគាត់ក៏បានលីសត្វខ្លាដ៏ធំនោះដើរសំដៅទៅរកសម្លាញ់របស់គាត់ដើរបណ្ដើរស្រែកហៅបណ្ដើរក្រោយមកក៏បានលឺសម្លេងឆ្លើយតបគាត់ក៏ចាប់ផ្ដើមដើរសំដៅទៅកាន់ទិសដៅនោះនៅពេលនោះពុធាងស្រាប់តែបានឃើញថាសម្លាញ់របស់គាត់កំពុងតែអង្គុយយំក្បែរតាសចាំងម្នាក់ពុធាងបានទម្លាក់សត្វខ្លាចុះរួចហើយដើរទៅជិតសម្លាញ់គាត់ពិនិត្យមើលទៅបានឃើញថាតាសចាំងនោះបានស្លាប់បាត់ទៅហើយពេលនោះលោកពូបាននិយាយថាសម្លាញ់ឯងជាអ្នកសម្លាប់តាសចាំងមែនឬទេពូធំគាត់និយាយបណ្ដើយំបណ្ដើគាត់បានតបថាសម្លាញ់ខ្ញុំគ្មានចេតនាសម្លាប់ទៅកាន់គាត់នោះទេដោយជាឯងបានដឹងហើយមុននេះព្រៃខ្លះបានតំណែងខ្លួនខ្លាចទៅជាគាត់កាន់ចង្គៀងដើរចូលទៅក្នុងភូមិក៏ប៉ុន្តែបន្ទាប់ពីខ្ញុំធ្វើដំណើរចូលមកក្នុងព្រៃស្រាប់តែបានឃើញគាត់ខ្ញុំគិតថាគាត់នេះគឺជាព្រៃខ្លះតំណែងខ្លួនខ្ញុំក៏បានបញ្ចប់ជីវិតគាត់ទៅសម្លាញ់អើយខ្ញុំមានបាបកម្មធ្ងន់ណាស់មុននឹងគាត់ស្លាប់គាត់បានដាក់បណ្ដាសាយខ្ញុំមានកូនប្រុសស្រីក៏ដោយចាប់ពីអាយុ7ឆ្នាំទៅនៅពេលយប់ត្រូវតែប្រែរូបរាងខ្លាចទៅជាសត្វខ្លាពិតប្រាកដណាស់ខ្ញុំនឹងទទួលកម្មពៀននេះពូធាងគាត់ក៏បាននិយាយទៅកាន់សម្លាញ់ថាសម្លាញ់កុំពិបាកចិត្តពេកឯងគ្មានចេតនាសម្រាប់គាត់នោះទេគឺឯងតាមប្រមាញ់ព្រៃខ្លាទេតើណាស់ហើយឯងកុំពិបាកចិត្តអីយើងរៀបចំសាកសពរបស់គាត់ឲ្យបានស្រួលបួលទៅក៏ប៉ុន្តែពូធំគាត់ក៏បាននិយាយទៅកាន់សម្លាញ់វិញថាសម្លាញ់ខ្ញុំដឹងច្បាស់ថាលោកតាមួយអង្គនេះគឺជាអ្នកមានសិលបរិសុទ្ធមួយយ៉ាងទៀតបណ្ដាសាររបស់អ្នកមានសិលនោះគឺច្បាស់ណាស់ខ្ញុំប្រកាសជាខ្លាចទៅដោយទំនាយរបស់គាត់ថាពិតជាមិនខានខ្ញុំព្រួយបារម្ភណាស់ព្រួយបារម្ភថ្ងៃមុខកូនចៅរបស់ខ្ញុំប្រែខ្លាចទៅជាសត្វខ្លាពូធាងដោយសារតែឃើញសម្លាញ់របស់គាត់នៅតែយំស្រែកគាត់ព្យាយាមនិយាយលួងលោមទៅកាន់សម្លាញ់គាត់បាននិយាយបន្តទៀតថាសម្លាញ់អើយដូចខ្ញុំបាននិយាយចឹងឯងគ្មានចេតនានោះទេយើងរៀបចំសាកសពរបស់គាត់ហើយលុតជង្គង់សុំខមាទោសគាត់ឲ្យបានស្រួលបួលទៅមើលទៅបណ្ដាសានោះវាប្រកាសជាសាបរលាបម្យ៉ាងទៀតឯងកុំព្រួយបារម្ភអីបើសិនតថ្ងៃមុខនោះកូនរបស់ឯងគឺជាប្រុសក៏ដោយស្រីក៏ដោយបើសិនជាកូនរបស់ឯងស្រីកូនរបស់ខ្ញុំប្រុសខ្ញុំនឹងភ្ជាប់សាច់ភ្ជាប់ឈាមជាមួយនឹងឯងក៏ប៉ុន្តែបើសិនជាប្រុសដូចគ្នានោះក៏ខ្ញុំនៅតែឲ្យកូនខ្ញុំរាប់អានគេធ្វើជាសម្លាញ់ម្រះខ្លៅបន្តពីជើងដែរឯងកុំព្រួយបារម្ភពេលនោះពុទ្ធធំក៏រៀងស្បើយចិត្តបន្តិចក្រោយមកគាត់ក្រោកឡើងទះស្មាសម្លាញ់រួចនិយាយថាសម្លាញ់គឺមានតែឯងនោះទេដែលយល់ចិត្តខ្ញុំណាស់ហើយពួកយើងរៀបចំសាកសពរបស់គាត់ទៅក្រោយមកអ្នកទាំងពីរក៏ចាប់ដើមទៅរកអស់ស្ងួតជាច្រើនរួចហើយក៏បានបូជាទៅកាន់តាសចាំងមួយអង្គនោះក្រោយពីបូជារួចចប់សពគ្រប់មេឃក៏ភ្លឺស្លាស់ច្បាស់ល្មមក្រោយមកពួកគេក៏ចាប់ដើមលីសសត្វខ្លាធ្វើដំណើរទៅកាន់ស្រុកភូមិអ្នកភូមិបន្ទាប់ពីបាត់ខ្លួនអ្នកទាំងពីរអ្នកនេះជោពេកនៅក្នុងព្រៃពួកគេបានគិតថា
អ្នកទាំងពីរស្លាប់បាត់បង់ជីវិតដោយសារតែព្រៃខ្លាបាត់ទៅហើយព្រោះថាពួកគាត់ទៅតាំងពីជុំថ្មនេះទៅហើយមិនទាន់ឃើញវិតត្រឡប់មកវិញក៏ប៉ុន្តែបន្ទាប់ពីថ្ងៃរះក្រហមអ្នកទាំងពីរនាក់បានសម្លឹងទៅកាន់ទិសខាងកើតក៏បានឃើញអ្នកទាំងពីរនាក់កំពុងទៅលីសត្វខ្លាធ្វើដំណើរសំដៅទៅកាន់ស្រុកភូមិអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាទះដៃស្រែកហូដោយសារតែឃើញអ្នកទាំងពីរនាក់នេះនៅមានជីវិតក្រោយមកអ្នកទាំងពីរនាក់ក៏បានចូលទៅដល់ផ្ទះរបស់លោកមេភូមិក៏បានសួរអ្នកទាំងពីរនាក់ថាណែធុងធៀងតើអ្នកណាទៅជាអ្នកកំចាត់ព្រៃខ្លានេះពូធុងគាត់ក៏បាននិយាយថាលោកមេភូមិគឺជាសម្លាញ់ខ្ញុំនឹងឯងសម្លាញ់របស់ខ្ញុំជាអ្នកកំចាត់ព្រៃខ្លានេះគេអង្អាចខ្លាំងណាស់ក្រោយមកលោកមេភូមិបន្ទាប់ពីដឹងថាពូធៀងជាអ្នកសម្លាប់ព្រៃខ្លាគាត់ក៏ប្រកាសទៅកាន់អ្នកភូមិសម្រាប់ចាត់លើកកូនស្រីរបស់គាត់ឲ្យទៅកាន់ពូធៀងធ្វើជាប្រពន្ធទៅអ្នកភូមិក៏ចាប់ផ្ដើមទះដៃស្រែកហូគាត់សប្បាយចិត្តណាស់បើសិនជាមានអ្នកខ្លាំងនៅក្នុងភូមិគាត់នៅក្នុងស្រុកភូមិប្រកាសជារស់បានសុខតទៅថ្ងៃមុខបើសិនជាមានសត្វខ្លាឬក៏ពពួកគ្រូមន្តអាគមចូលមកដល់ទីកន្លែងនេះក៏ដោយក៏ពួកគាត់មិនខ្លាចដែរអ្នកភូមិបាននាំគ្នាស្រែកហូសំបីតែពុធានក៏គាត់សប្បាយចិត្តដែរព្រោះថាស្រីណូគឺជាស្រីក្រមុំដ៏ស្រស់ស្អាតស្នាដៃស្លស្លុកក៏ឆ្ងាញ់ម្យ៉ាងទៀតចរិតសុភាពរៀបសារទៀតផងតែមេភូមិបានកលេចមើលទៅកាន់មុខរបស់ពុធុងនៅពេលនោះក៏បានឃើញគាត់ក្រៀមក្រំមេភូមិគាត់គិតក្នុងចិត្តថាប្រហែលជាពុធុងគាត់មានអារម្មណ៍ថាអាអន់ចិត្តហើយម្យ៉ាងទៀតចិត្តពុធុងក៏ប្រហែលជាស្រឡាញ់ទៅកាន់ស្រីណូកូនស្រីរបស់គាត់ដែរក៏ប៉ុន្តែគាត់មិនបានដឹងថាពូធុងគាត់កំពុងតែពិបាកចិត្តរឿងដែលគាត់ត្រូវបណ្ដាសារបស់តាសាចាំងនោះទេមេភូមិដើរចូលទៅចិត្តរួចបាននិយាយថាណែធុងឯងកុំពិបាកចិត្តអីខ្ញុំមានក្មួយស្រីម្នាក់ឈ្មោះថាធីតានាងក៏ស្អាតហើយថែមទាំងជាស្រីដែលមានអត្តចរិតល្អផងដែរគ្រាន់តែនាងគឺជាមនុស្សស្រីដែលកំព្រាម្ដាយតែប៉ុណ្ណោះពូធុងគាត់ក៏បានសម្លឹងមុខរបស់លោកមេភូមិក្រោយមកគាត់បាននិយាយថាលោកមេភូមិក្រែងលោគេមិនពេញចិត្តខ្ញុំក៏ធ្លាប់បានឃើញនាងដែរធីតាក៏ជាមនុស្សស្រីសុភាពរៀបសារដែរព្រោះនាងឧស្សាហ៍ជួយមកស្លស្លុកនៅក្នុងផ្ទះលោកមេភូមិណានៅពេលនោះស្រាប់តែប្អូនរបស់លោកមេភូមិក៏បាននាំកូនស្រីមកដល់ទីកន្លែងនេះនៅពេលនោះអមសែគាត់ក៏បាននិយាយប្រកាសប្រាប់ទៅកាន់អ្នកភូមិថាឥឡូវនេះខ្ញុំសម្រេចចិត្តលើកកូនក្រមុំរបស់ខ្ញុំឲ្យទៅកាន់នេះធុងចោះនេះធុងក៏ជាមនុស្សអង្អាចម្នាក់ដែរណាស់ហើយអ្នកទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅស្រុកភូមិរបស់យើងនឹងមានអ្នកខ្លាំង2នាក់រស់នៅទីកន្លែងនេះកុំថាឡើយព្រៃខ្លាសំបីតែពពួកធ្មប់ក៏គេអាចចាត់ការបានដែរក្រោយពីនោះទៅអ្នកភូមិកាន់តែសប្បាយចិត្តរីឯកំឡោះនឹងក្រមុំក៏បានទៅឈរចិត្តគ្នាអមទាំងពីរក៏បាននិយាយថាណែឥឡូវនេះធុងធៀងឯងវិលត្រឡប់ទៅកាន់ផ្ទះសម្បែងទៅនិយាយជាមួយនឹងពងម្ដាយទៅឲ្យរៀបចំគ្រឿងបណ្ដាការធ្វើដំណើរមកកាន់ទីកន្លែងនេះចូលស្ដីដណ្ដឹងតាមប្រពៃណីទៅចំណែករឿងលុយកាក់ស្អីនោះខ្ញុំមិនគិតនោះទេព្រោះថាគ្រួសាររបស់ខ្ញុំនេះក៏មានលុយកាក់ក្រាន់បើដែរគឺឲ្យចាស់ទុំមកចូលស្ដីទៅតាមប្រពៃណីទៅកុំឲ្យខុសទំនៀមទម្លាប់ខ្មែរយើងក្រោយមកពុធុងនិងពុធៀងគាត់ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរួចហើយប្រាប់សាច់រឿងទាំងអស់នេះទៅកាន់ពងម្ដាយរបស់គាត់តាមពិតទៅពួកគាត់ទើបតែមានអាយុ25ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែខ្ញុំហៅគាត់ថាពូធុងនិងពូធៀងនេះដោយសារតែគាត់នៅមានវគ្គបន្តទៀតក្រោយពីចាស់ទុំបានមកដល់ស្រុកភូមិរបស់លោកមេភូមិនៅក្នុងពេលនោះពួកគាត់ក៏ចាប់ផ្ដើមនិយាយរៀបចំថ្ងៃមង្គលការតែម្ដងដោយសារតែផ្ទះសម្បែងនេះឆ្ងាយពីគ្នាពេកស្ដីដណ្ដឹងរួចត្រឹមតែរយៈពេលជាង10ថ្ងៃពួកគាត់ក៏ចាប់ផ្ដើមរៀបមង្គលការបន្ទាប់ពីនោះទៅឪពុកម្ដាយក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងចំណែកអ្នកទាំងពីរនេះក៏បានរស់នៅក្នុងស្រុកភូមិនេះបន្តទៀតចាប់តាំងពីថ្ងៃនោះមកបើសិនជាមានពពួកសត្វខ្លាក៏អ្នកភូមិក៏លែងខ្លាចទៀតដែរដោយសារតែអ្នកខ្លាំងទាំងពីរនៅទីកន្លែងនេះទៅហើយរយៈពេលក្រោយមកពូធុងស្រាប់តែមានកូនប្រុសម្នាក់រហូតដល់កូនប្រុសគាត់មានអាយុ3ឆ្នាំ
ទើបពូធៀងគាត់មានកូនស្រីម្នាក់ដែរក្រោយមកពួកគាត់សប្បាយចិត្តណាស់បន្ទាប់ពីឃើញថាពូធំបានកូនប្រុសចំណែកឯពូធៀងបានកូនស្រីគោលបំណងរបស់ពួកគាត់ដែលមានគម្រោងចង់រាប់គ្នាបន្តទៅទៀតនោះពិតជាបានសម្រេចនៅពេលដែលពួកគេធំអ្នកទាំងពីរអ្នកប្រកាសជាផ្សំគុំឲ្យខ្លាចទៅជាប្តីប្រពន្ធពិតជាមិនខាននោះទេក៏ប៉ុន្តែនៅក្នុងថ្ងៃមួយពូថងគាត់ក៏បានធ្វើដំណើរមកនិយាយជាមួយនឹងសម្លាញ់របស់គាត់ស្ងាត់ពេលនោះពូថងបាននិយាយថាសម្លាញ់ឯងចាំសាច់រឿងកាលពីប្រហែលឆ្នាំមុនដែរឬទេខ្ញុំព្រួយខ្លាចថាបណ្ដាសានេះនឹងធ្លាក់មកលើកូនប្រុសរបស់ខ្ញុំបើសិនជាពេលយប់គេខ្លាចទៅជាសត្វខ្លាមែននោះតើឲ្យខ្ញុំរស់នៅជាមួយនឹងគេយ៉ាងម៉េចចិញ្ចឹមគេយ៉ាងម៉េចពូធៀងក៏បាននិយាយថាសម្លាញ់កុំពិបាកចិត្តពេកទោះបីជាកូនប្រុសឯងខ្លាចទៅជាសត្វខ្លានៅពេលយប់ក៏ដោយក៏ខ្ញុំនៅតែផ្សំផ្គុំកូនស្រីរបស់ខ្ញុំជាមួយនឹងកូនប្រុសរបស់ឯងដែរទោះបីជាគេមានរូបរាងជាសត្វខ្លាក៏ប៉ុន្តែគេប្រកាសជាអាចស្ដាប់សម្ដីមនុស្សបានឯងកុំព្រួយបារម្ភអីពូថងដកដង្ហើមធំរួចហើយទះស្មាសម្លាញ់គាត់និយាយថាស្ដាយណាស់សម្លាញ់អើយខ្ញុំស្ដាយខ្លាំងណាស់ខ្ញុំគិតថាបើសិនជាកូនប្រុសរបស់ខ្ញុំប្រែខ្លាយទៅជាសត្វខ្លានៅពេលជប់មែននោះខ្ញុំនឹងសម្រេចចិត្តធ្វើដំណើរចេញពីភូមិនេះហើយទៅរស់នៅក្នុងព្រៃឆ្ងាយពីទីកន្លែងនេះខ្ញុំខ្មាស់គេណាស់ខ្ញុំជាគ្រូមន្តអាគមម្នាក់ក៏ប៉ុន្តែបែរជាមានកូនប្រែរូបរាងខ្លាចទៅជាសត្វខ្លាដូច្នេះឯងឲ្យខ្ញុំទុកមុខទុកមាត់នៅណាទៅពេលនោះពូធៀងគាត់ក៏បានសួរសម្លាញ់ថាសម្លាញ់តើរឿងនេះឯងធ្លាប់បានប្រាប់ប្រពន្ធឯងដែរឬអត់សម្លាញ់គាត់ក៏បានតបវិញថាខ្ញុំធ្លាប់បានប្រាប់ហើយប្រពន្ធរបស់ខ្ញុំនាងគឺជាមនុស្សល្អខ្លាំងណាស់នាងបានយល់ពីចិត្តរបស់ខ្ញុំព្រោះថាការនោះខ្ញុំគ្មានចេតនាអាក្រក់អីទៅលើតាសចាំងនោះទេដោយខ្ញុំគិតថាគាត់គឺជាព្រាយខ្លាហើយខ្ញុំពិបាកក្នុងចិត្តខ្លាំងណាស់ពូធៀងទះស្មាសម្លាញ់រួចនិយាយថាសម្លាញ់តាំងស្មារតីទៅចាំមើលរយៈពេល7ឆ្នាំចាំបាច់ចឹងមកនោះប្រកាសជាបានដឹងហើយបាទសាច់រឿងភាគ1ខ្ញុំបាទក៏សូមបញ្ចប់ទៅត្រឹមនេះសិនខ្ញុំបាទសូមអរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តទាំងអស់គ្នាកុំភ្លេចចុច like និងចូល comment ខាងក្រោមវីដេអូផងដែរដើម្បីជាកម្លាំងចិត្តដល់ខ្ញុំបាទម្យ៉ាងទៀតលោកខ្ញុំបាទសូមអភ័យទោសបើសិនជាមានកំហុសខុសឆ្គងពាក្យពេចន៍សម្ដីដែលខ្ញុំនិយាយទៅមិនសមរម្យត្រង់ណានោះក៏សូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាអភ័យទោសដល់រូបខ្ញុំបាទចិត្តដល់ពេលចូលឆ្នាំថ្មីហើយជូនពរអ្នកទាំងអស់គ្នាសុខសប្បាយគ្រប់ការធ្វើដំណើរទៅមកទាំងចិត្តទាំងឆ្ងាយសូមអរគុណនិងសូមជម្រាបលា